សូមស្វាគមន៍មកកាន់ Channel of Origins ថ្ងៃនេះយើងកំពុងស្វែងរករឿងថ្មីមួយមុននឹងយើងចាប់ផ្ដើមសូមយករហ័សសូមប្រឡេកមើលគ្រោងសំខាន់នៃស៊េរីនេះស្រមៃថាភ្ញាក់ឡើងកាលពី10ឆ្នាំមុនមានតែដើម្បីស្វែងរកពិភពលោកបានផ្លាស់ប្ដូរចូលទៅក្នុងសង្គមដ៏ឃោរឃៅដែលសិល្បៈក្បាច់គុន Prowess គឺជារូបីបានតែមួយគត់នៃភាពជោគជ័យនេះជាការពិតដ៏គួរឲ្យរន្ធត់សម្រាប់លោក Phong Peng នៅក្នុងពិភពលោកស្របគ្នានេះថ្នាក់អនុបណ្ឌិតថ្នាក់ទី9គ្រប់គ្រងសាជីវកម្មនិងខេត្តខណៈការតស៊ូក្រីក្រដើម្បីសម្បីតែមានលទ្ធភាពចុះឈ្មោះតម្លៃសម្រាប់ការប្រឡងក្បាច់គុនជាតិ Phong Peng ចាប់ផ្ដើមដោយគ្មានអ្វីសោះប៉ុន្តែផ្ទៃខាងក្រោយដ៏រាបទាបនិងប្រព័ន្ធបន្លំអាតកំបាំងនោះបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ទៅជាអំណាចឆៅជំរុញដោយបំណងប្រាថ្នាចង់ផ្លាស់ប្ដូរជោគវាសនាគ្រួសាររបស់គាត់និងការពីគាត់ប្អូនស្រីគាត់ចាប់ផ្ដើមដំណើរនៃការដាំដុះដែលមានភាគហ៊ុនខ្ពស់ពិសេសវិទ្យាល័យដែលស្ទាក់ស្ទើរជាមួយ 1.1 សន្លឹកទៅអ្នកចម្បាំងរឿងព្រេងនិទានជាមួយរូបកាយមីសខ្លែងខ្លាយទី9របស់ Phong Peng ការកើនឡើងគឺគ្មានអ្វីក្រៅពីអាចផ្កាយទេប្រាក់ភ្នាល់កើនឡើងនៅពេលគាត់ចូលភ្នូររបស់អធិរាជក្បត់ប្រឈមមុខនឹងការប្រឆាំងនឹងចំណាត់ថ្នាក់9អំណាចសម្រាប់កំណត់ទ្រព្យឲ្យបុរាណដូចជាការប្រយុទ្ធយ៉ាងខ្លាំងបេះដូងរបស់អធិរាជនៅក្នុងពិភពលោកដែលការសម្លាប់គឺអាក្រក់ភាពចាំបាច់និងអំណាចគឺជាច្បាប់ Phong Peng ត្រូវតែប្រើទាំងលើសលប់របស់គាត់កម្លាំងនិងចិត្តដ៏ប៉ិនប្រសប់របស់គាត់ដើម្បីរស់នេះជារឿងដ៏គួរឲ្យរំភើបចិត្តការកាច់ជាថ្មីការលះបង់និងចុងក្រោយដំណើរស្វែងរកភាពមិនប្រាកដប្រជាហើយឥឡូវនេះសូមឲ្យរឿងចាប់ផ្ដើមខ្ញុំឈ្មោះ Phong Peng សប្តាហ៍ថ្ងៃកាលបរិច្ឆេទគឺថ្ងៃទី5ខែមេសាឆ្នាំ2008ទីតាំងទីក្រុងវ័យក្មេងដំបូងវិទ្យាល័យឆ្នាំទី3ថ្នាក់ទី4ខ្ញុំទើបតែទទួលយកការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយខ្ញុំត្រូវបានគេនាំមកត្រឡប់ទៅ10ឆ្នាំមុនទេវានឹងកាន់តែច្រើនត្រឹមត្រូវក្នុងការនិយាយថាខ្ញុំមានត្រូវបានគេយកទៅប៉ារ៉ាឡែពិភពលោកកាលពី10ឆ្នាំមុនដោយសារតែមានភាពខុសប្លែកគ្នាបន្តិចបន្តួចរវាងទីនេះនិងជីវិតអតីតកាលរបស់ខ្ញុំ Phong Peng Chen Fan អ្នកនៅតែមានពេល2ថ្ងៃដើម្បីចុះឈ្មោះសម្រាប់ការប្រយុទ្ធមុខវិជ្ជាសិល្បៈគឺទាំងពីររបស់អ្នកនឹងចុះឈ្មោះថ្លៃចុះឈ្មោះគឺ10,000ហើយខ្ញុំដឹងថាខ្ញុំនឹងមិនហុចការចុះឈ្មោះនឹងគ្រាន់តែជាការខ្ជិះខ្ជីលុយតម្លៃនៃការចុះឈ្មោះគឺ10,000ខ្ញុំក៏ចង់ចុះឈ្មោះដែរចាប់តាំងពីនេះគឺជាមធ្យោបាយតែមួយគត់សម្រាប់ធម្មតាខ្លាយជាមនុស្សមិនធម្មតាបងប្អូនតើអ្នកបានមើលព័ត៌មានកាលពីម្សិលមិញទេចៅហ្វាយនីមនគ្រប់គ្រងចូលរៀនថ្នាក់ទី8ក្រុមជីមានបានជំទាស់ជាផ្លូវការកាស៊ីអាស៊ីប៉ាស៊ីហ្វិកប្រធានបូព្រាតៃមូតើនេះជាការពិតទេខ្ញុំគិតថាចៅហ្វាយនីម៉ាក់ទើបតែខូចដល់ថ្នាក់7កាលពីប៉ុន្មានឆ្នាំមុនវាជាការពិតវាមាននៅលើបាយការណ៍របស់ Sihir សូមឲ្យចំណាត់ថ្នាក់ Grandmaster ត្រូវបានធ្វើបច្ចុប្បន្នភាព Grandmaster ម៉ែអាចនឹងឈានចូលដល់កម្ពូលទាំង30ខ្ញុំគិតថាគាត់គួរតែនៅយ៉ាងហោចណាស់ស្ថិតនៅក្នុងកម្ពូល20ដូច្នេះអ្វីគឺដូចនោះសំណាងល្អខ្ញុំក៏បានមើលការសម្ដែងលើមេឃទឹកកកក្នុងអតីតកាលរបស់ខ្ញុំជីវិតបន្ទាប់ពីស្ដាប់ការសន្ទនារបស់ពួកគេនៅលើ Grandmaster នៅក្នុងថ្នាក់របស់គាត់ត្រូវបានចៅហ្វាយនីគួរតែជាការងារលំដាប់ខ្ពស់ Chen Van គឺលោកមហាម៉ាហ៊ូប៉ាង Phong Peng វាជាការមិនគោរពក្នុងការនិយាយអំពីចៅហ្វាយនីមកប្រើឈ្មោះរបស់គាត់វាពិតជាម៉ាហ៊ូផេងអ៊ំខ្ញុំសុំទោសអ្វីមួយត្រូវតែខុសមាត់ខ្ញុំវាហាក់ដូចជាគួរឲ្យសង្ស័យប្រសិនបើខ្ញុំបានសួរសំណួរច្រើនពេកខ្ញុំគួរតែស្វែងរកសម្រាប់ចម្លើយតាមអ៊ីនធឺណិតមិនអីទេតើមានអ៊ីនធឺណិតទេហាងកាហ្វេក្បែរសាលាយើងជាការពិតណាស់មានសូមគុំអ្នកតែងតែទៅទីនោះខ្ញុំមិនបាននៅទីនោះយូរណាស់មកហើយប្រសិនបើហាងអ៊ីនធឺណិតនៅតែមាននៅទីនោះបន្ទាប់មកស្រស់ស្អាតអ្នកគ្រប់គ្រងហាងកាហ្វេគួរតែនៅទីនោះផងដែរខ្ញុំនៅចាំថាការនៅរៀននាងតែងតែលេចឡើងនៅក្នុងភ្នែកសុបិនរបស់ខ្ញុំតើអ្នកកំពុងមើលអ្វីធ្វើរឿងអៀនខ្មាស់ខ្លះក្រៅដីតើខ្ញុំមានរសជាតិមិនល្អទេកាលពីនៅក្មេងការចងចាំរបស់ខ្ញុំគឺពិតជាខុសពីការពិតអូប្អូនប្រុសតូចតើអ្នកបានធ្វើទេចង់បញ្ចូលទឹកប្រាក់ក្នុងកន្នេរបស់អ្នកប្រសិនបើអ្នកបញ្ចូលទឹកប្រាក់50អ្នកនឹងទទួលបាន10ដោយឥតគិតថ្លៃ28ប៉ុណ្ណោះអូវាហាក់ដូចជាខ្ញុំមិនធ្វើទេមានលុយគ្រប់គ្រាន់មិនអីទេអរគុណខ្ញុំនឹងបញ្ចូលទឹកប្រាក់$5អរគុណគាត់ខូចហើយនៅតែចង់ប្រើអ៊ីនធឺណិតរបស់យើងនេះជាការសមាជិកបណ្ដោះអាសន្នតើនាងមិនផ្លាស់ប្ដូរអាកប្បកិរិយារបស់នាងលឿនពេកទេអ្នកពិតជានឹងធ្លាក់ចុះប្រសិនបើអ្នកមិនមានលុយលៀមមកខ្ញុំត្រូវប្រឡងក្បាច់គុនពិភពលោកនេះមានអ្វីដែលមិនអាចនិយាយបានច្បាប់ដែលមនុស្សគ្រប់គ្នាយល់មិនថាអ្នកចង់ធ្វើអ្វីទេអ្នកត្រូវការដើម្បីក្លាយជាអ្នកក្បាច់គុនដំបូងនិងសំខាន់បំផុតក្បាច់គុននៅទីនេះគឺស្រដៀងគ្នាទៅប្រឡំលោកវូឆៃពីជីវិតអតីតកាលរបស់ខ្ញុំអ្នកលេងក្បាច់គុនហាក់ដូចជាមានកម្រិតខ្ពស់ចំហនិងអំណាចដ៏អស្ចារ្យនៅក្នុងសង្គមនេះសិល្បៈក្បាច់គុនត្រូវបានចែកជា9ថ្នាក់ជាមួយថ្នាក់ទី1គឺទាបបំផុតនិងថ្នាក់ទី9ខ្ពស់បំផុត
លើលោកនេះមានតែអ្នកចេះក្បាច់គុណត្រូវបានអនុញ្ញាតឲ្យបើកក្រុមហ៊ុនអ្នកអាចក្លាយជាអភិបាលនៃខេត្តនៅពេលដែលអ្នកបានដល់ថ្នាក់ទី4វាក៏ដូចគ្នាដែរនៅក្នុងឧស្សាហកម្មកំសាន្តពូយ៉ៃវ៉ែនថ្នាក់ទី2តេងជីជីថ្នាក់ទី3ខេស៊ូខូនថ្នាក់ទី1សូមមើលផ្លូវចូលមហាវិទ្យាល័យជាតិការប្រឡងមុខវិជ្ជាក្បាច់គុណនេះជាក្តីសង្ឃឹមតែមួយគត់ដែលមនុស្សជាច្រើនត្រូវតែជោគជ័យដូច្នេះហើយបានជាយ៉ាងជាងបាននិយាយថានេះគឺជាឱកាសតែមួយគត់ដែលយើងត្រូវតែក្លាយជាមនុស្សខ្លាំងប៉ុន្តែមិនមានវិធីដែលវានឹងត្រូវបានងាយស្រួលក្នុងការប្រឡងក្បាច់គុណ10,000ជាថ្លៃចុះឈ្មោះហើយនៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះរហូតដល់ការចុះឈ្មោះបើកពេលវេលាកំណត់ត្រឹមតែ1ថ្ងៃប៉ុណ្ណោះតួអង្គចូលចិត្តមិត្តភាពរបាំងការពារសង្កាត់វីរៈបុរសនិងស្លេមបានកើតជាថ្មីជាមួយនឹងការបន្លំដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវមានគុណវិបត្តិបែបនេះតើខ្ញុំអាចរកលុយប្រភេទនេះនៃណាអូត្រូវហើយប្រហែលជាគ្រួសាររបស់ខ្ញុំមាននៅលើលោកនេះខ្ញុំប្រហែលជារស់នៅក្នុងរមណីយដ្ឋានមួយមើលទៅខ្ញុំគិតច្រើនពេកហើយក្លិនសើមដែលធ្លាប់ស្គាល់វាហាក់ដូចជាផ្ទះនេះនៅឡើយហ្វងផេងចៅវ័យក្មេងប្រគល់លុយឲ្យខ្ញុំវិញគុំធ្វើល្ងងម៉ាក់បានឲ្យយើង$50ដើម្បីបំបែករវាងអ្នកទាំងពីរពួកយើងហេតុអីបានត្រឹមតែ5នៅលើទូររបស់ខ្ញុំដូច្នេះ$28ខ្លះជារបស់នាងខ្ញុំមិនដឹងទេប្រហែលជាអ្នករួចទៅហើយចំណាយវាព្យាយាមស្វែងរកវាម្ដងទៀតម៉ាក់និយាយអ្វីមួយទៅគាត់វាហាក់ដូចជាខ្ញុំធ្វើបាបក្មេងស្រីនេះចំណុចនោះលើសពីប្រាក់ឧបត្ថម្ភបន្តិចបន្តួចកុំបញ្ចេញកំហឹងឪពុករបស់អ្នកនឹងនៅទីនេះសម្រាប់អាហារពេលល្ងាចឆាប់នេះគឺជាម្ដាយរបស់ខ្ញុំម៉ៃវែងនាងមើលទៅក្មេងណាស់ខ្ញុំចាំថាក្នុងអំឡុងពេលនេះនៅក្នុងដើម្បីមើលថែហ្វងយន់នឹងខ្លួនខ្ញុំម្ដាយរបស់ខ្ញុំត្រូវធ្វើការក្រៅម៉ោងទទួលបានប្រាក់ខែត្រឹមតែ800ក្នុងមួយខែតើខ្ញុំអាចសុំ10,000យ៉ាងដូចម្ដេចយិនតើអាហារពេលល្ងាចរួចរាល់ហើយឬនៅឪពុករបស់ខ្ញុំគឺហ្វងមេងរងឯកម្មករទូទៅនៅរោងចក្រផលិតគ្រឿងស្មូនដោយសារហេតុនេះហើយទើបគាត់ស្រូបធូលីដីច្រើនជារៀងរាល់ថ្ងៃប្រថុយសុខភាពរបស់គាត់ទាំងអស់គ្នាប្រាក់ខែ$3,000ប៉ាហេតុអ្វីបានជាអ្នកមិនដាក់សម្ភារៈសាលារបស់អ្នកសម្អាតឲ្យបានលឿនហើយរៀបចំសម្រាប់អាហារពេលល្ងាចខ្ញុំទើបតែត្រឡប់មកផ្ទះវិញប៉ាហ្វងមេងលួចលុយខ្ញុំម្ដងទៀតនិយាយអ្វីមួយទៅគាត់ភីងកុំស្ដាប់សម្ដីរបស់នាងខ្ញុំត្រូវតែទទួលយកប្រសិនបើខ្ញុំមិនអាចជាអ្នកក្បាច់គុណទេគ្មានអ្វីដែលខ្ញុំអាចធ្វើបានទេអនុញ្ញាតឲ្យម្នាក់ឯងផ្លាស់ប្ដូរជីវិតគ្រួសារខ្ញុំប៉ាខ្ញុំចង់ប្រឡងក្បាច់គុណវាហាក់ដូចជាច្រើនពេកសុបិននៃបំពង់មួយគ្រួសាររបស់ខ្ញុំមានលទ្ធភាពថ្លៃចុះឈ្មោះខ្ញុំនឹងគិតវិធីផ្សេងប្រសើរជាងខ្ញុំគ្រាន់តែនិយាយថាកុំប្រកាន់ខ្ញុំតម្លៃចុះឈ្មោះគឺ10,000ត្រឹមត្រូវខ្ញុំបានលីអស់ហើយអំពីវាមកពីមិត្តរួមការងាររបស់ខ្ញុំមិនបានលើកឡើងដោយសារតែអ្នកមិនបានលើកឡើងវាទេយកកាតហើយដបលុយនៅថ្ងៃស្អែកបើខ្ញុំមិនឆ្លងធ្វើម៉េចតើខ្ញុំនឹងចាក់ចេញទៅសងអ្នកសម្រាប់របស់អ្នកការយល់ដឹងនិងការគ្រប់គ្រងទីនេះខ្ញុំប្រកាសជានឹងជោគជ័យក្នុងជីវិតនេះពេលដែលខ្ញុំប៉ះលុយការជូនដំណឹងមួយបានលេចឡើងនៅចំពោះមុខភ្នែករបស់ខ្ញុំបំពេញលក្ខខណ្ឌ TNG និង Deching ព្យាយាមភ្ជាប់ប្រព័ន្ធសរសៃប្រសាទគួរតែ Shejin King Shing Jing Blaine ចាការភ្ជាប់ដោយជោគជ័យ NG King Jing ខ្ញុំធ្លាប់អានរឿងជាច្រើនអំពីមនុស្សដែលបានកើតជាថ្មីក្នុងជីវិតអតីតកាលរបស់ខ្ញុំស្ថានភាពប្រព័ន្ធទ្រព្យសម្បត្តិ2,000 G នឹងជា1.1នេះគួរតែជាប្រព័ន្ធបោកប្រាស់របស់ខ្ញុំនេះបើយោងតាមអ្វីដែលទើបតែកើតឡើងនៅម៉ាស៊ីន N ចំនួនខ្ញុំមានសម្រាប់ទ្រព្យសម្បត្តិគឺអាស្រ័យនៅលើលុយដែលខ្ញុំមាននៅក្នុងដៃស្ថានភាពប្រព័ន្ធទ្រព្យសម្បត្តិ10,000 G នឹងជា1.1ហើយប្រសិនបើលុយធ្វើមិនមែនជារបស់ខ្ញុំទេនឹងមិនរាប់សូម្បីតែខ្ញុំមានវានៅក្នុងដៃរបស់ខ្ញុំស្ថានភាពប្រព័ន្ធទ្រព្យសម្បត្តិ10,000 G នឹងជា1.1ហើយបើចំនួនលុយមិនមានគ្រប់គ្រាន់ហើយវានឹងមិនត្រូវបានកត់ត្រាទេ
ចាប់តាំងពីមានការផ្លាស់ប្ដូរនៅក្នុងស្ថានភាពទ្រព្យសម្បត្តិបន្ទាប់មកឆាយនិងឈាមក៏ដូចជាស្ថិតផ្លូវចិត្តគួរតែអាចកើនឡើងផងដែរប្រព័ន្ធអ្នកអាចបង្កើនឈាមខ្ញុំនឹងជីស្ថានភាពប្រព័ន្ធទ្រព្យសម្បត្តិ10,000 ជីនឹងឈាម1.1ប្រព័ន្ធពូខ្ញុំចង់ឲ្យអ្នកប្រើរបស់ខ្ញុំស្ថិតទ្រព្យសម្បត្តិដើម្បីបង្កើនឈាមរបស់ខ្ញុំនឹងជីព្រះខាងលើអេមេបាទុនសាយតូចល្អហេតុអ្វីបានជីគ្មានអ្វីកើតឡើងបន្ថែមអ្វីមួយទៅក្នុងឈាមរបស់ខ្ញុំជីបើឯងមិនធ្វើទេខ្ញុំនឹងវាយឯងឲ្យស្លាប់ឈាមនឹងជីត្រូវបានកើនឡើងនេះគឺជាអារម្មណ៍នៃការមានឈាមរបស់ខ្ញុំនឹងជីបានកើនឡើង10,000នៅក្នុងទ្រព្យសម្បត្តិរបស់ខ្ញុំតែប៉ុណ្ណោះបង្កើនឈាមនឹងជីរបស់ខ្ញុំ0.1តដង្ហើមចូលមានការកើនឡើងត្រឹមតែ0.1ប៉ុន្តែវាមានអារម្មណ៍ស្រួលរួចទៅហើយរងចាំវាមិនអាចទេហោបសំណាងល្អលុយនៅតែមានតើខ្ញុំនឹងពន្យល់វាដោយរបៀបណាឪពុកម្ដាយរបស់ខ្ញុំប្រសិនបើវាបាត់វាហាក់ដូចជាការប្រើលុយនៅក្នុងប្រព័ន្ធនឹងមិនថយចុះទេលុយដែលខ្ញុំមាននៅក្នុងជីវិតពិតទីបំផុតហ្វងពេងយីវងវែងស្មារតីស្ងាត់ទាំងអស់គ្នានិស្សិតដែលកំពុងចុះឈ្មោះសម្រាប់ការប្រឡងក្បាច់គុណតើអ្នកអាចទៅកាន់ការិយាល័យគ្រូដើម្បីចុះឈ្មោះបន្ទប់ទឹកម្ដងទៀតអ្វីខ្ញុំនឹងចុះឈ្មោះការិយាល័យគ្រូខ្ញុំមិនដែលគិតថាហ្វងពេងទេនឹងមកចុះឈ្មោះតើឈាមនឹងជីរបស់អ្នកថ្លៃប៉ុន្មានតើខ្ញុំគួរនិយាយអ្វី1.1ហាក់ដូចជាទាបណាស់ខ្ញុំមិនគិតបែបនោះទេហ្វងពេងបានពិនិត្យវានៅឡើយបើមិនដូច្នេះទេគាត់នឹងមានបាននិយាយអ្វីមួយរួចហើយពេលខ្ញុំទៅពេទ្យដើម្បីពិនិត្យមើលចុងក្រោយខ្ញុំទទួលបាន108ប៉ុន្តែចាប់តាំងពីផុងភីងស្លន់ស្លោណាស់ប្រកាសជាមិនបានពិន្ទុខ្ពស់ជាងខ្ញុំទេ108ភាពខុសគ្នាដ៏ធំបែបនេះមិនមកពិនិត្យនៅផ្ទះខ្ញុំបន្ទាប់ពីយាងព្រះរបស់ខ្ញុំវូស៊ីហៅគ្រូសារបស់អ្នកបានទិញឈាមនឹងជីម៉ែតខ្ញុំត្រូវពិនិត្យឈាមនឹងឆៃជីញឹកញាប់ដូច្នេះឪពុកខ្ញុំទិញតូចមួយប៉ុន្តែវាមិនដូចនោះទេត្រឹមត្រូវដូចនៅមន្ទីរពេទ្យទោះបីជាពេលនោះក៏នៅតែមានតម្លៃថោកបំផុតចំណាយពី$300,000តើរបស់ប្រភេទណាដែលត្រូវចំណាយច្រើននៅក្នុងជីវិតអតីតកាលរបស់ខ្ញុំគឺច្រើនបំផុតសម្ពាធឈាមថ្លៃម៉ែត្រគឺត្រឹមតែពី$300តើផ្ទះរបស់វ៉ាឆៅមានអណ្ដូងរ៉ៃទេជាហៅមានលទ្ធផលចេញនៅឡើយទេហ្វងពេងពិតជាមានតម្លៃឈាមនឹងជី113ផុងភីងឈាមរបស់អ្នកនឹងជីគឺ113វាប្រែថាប្រព័ន្ធនឹងការពិតគ្រាន់តែជាវិធីសាស្ត្រស្ថិតផ្សេងគ្នាប្រព័ន្ធបង្ហាញតម្លៃ1.1ប៉ុន្តែខ្ញុំមាន113តម្លៃដែលមានន័យថាការបំលែងគឺ1ពូវៀនធំ100ហេតុផុងភីងហេតុអ្វីតើអ្នកមិនបានឆ្លើយតបទាំងស្រុងទេយល់ព្រមឈាមរបស់អ្នកនឹងជីទី2នៅក្នុងថ្នាក់ទាំងមូលមិនក៏គោម្លេះខ្ញុំបានឮលោកនាយកសិក្ខាសាលានិយាយថាក្បាច់គុណតម្លៃនៃការប្រកួតសិល្បៈពើកម្លាំងរាប់ម៉ឺនចាប់តាំងពីពេញបានលើកឡើងក្បាច់គុណយើងមិនអាចប្រងើយកន្តើយបានទេមានលុយ20,000នៅសល់នៅផ្ទះប្រសិនបើវាមិនគ្រប់គ្រាន់ទេខ្ញុំនឹងយកវានៅថ្ងៃស្អែកឈប់អួត110ឈាមហើយឆៃអាចធ្វើការប្រយុទ្ធសិល្បៈតែអ្នកអាចមាន113យ៉ាងដូចម្ដេចសូមអភ័យទោសបងប្រុសរបស់អ្នកគឺជាទេពកោសល្យដែលមានទេពកោសល្យឆ្នាំនេះការសាកល្បងក្បាច់គុណគឺនៅក្នុងការចាប់ដៃរបស់ខ្ញុំពេញមកទីនេះម៉ាក់ហើយប៉ាមានរឿងចង់ប្រាប់អ្នកម៉ាក់ផុងភីងអ្នកនាំខ្ញុំម្ដងទៀតមកដល់ហើយតើមានអ្វីកើតឡើងតើមានអ្វីកើតឡើងនៅក្នុងនេះបរិយាកាសដុល្លារិកនិងធ្ងន់ធ្ងរមកទីនេះជាក្តីស្រឡាញ់បន្តិចបន្តួចពីយើងអ្នកយកវាហើយប្រើវាយកលុយទៅទិញថ្នាំពើកម្លាំងបើលុយមិនគ្រប់ប្រាប់យើងផងយើងស្ទើរតែពន្យាពេលរបស់អ្នកអនាគតដោយសារតែការធ្វេសប្រហែសរបស់យើងឥឡូវនេះយើងនឹងគ្រប់គ្រងអ្នកយ៉ាងពេញលេញក្នុងការប្រឡងក្បាច់គុណប៉ាប្រើលុយនេះទិញថ្នាំក្នុងករណីដែលវាមិនដំណើរការល្អមិនគួរឲ្យទុកចិត្តដោយប្រព័ន្ធយប់មិញខ្ញុំបានព្យាយាមធ្វើឲ្យប្រសើរឡើងនៅស្មារតី0.1
ដូចជាឆៃនិងឈាមវាក៏បានកាត់របស់ខ្ញុំផងដែរទ្រព្យសម្បត្តិ10,000ប៉ុន្តែភាពខុសគ្នានោះគឺថាដូចជាក្មេងស្រីទន់ភ្លន់ដៃ stroking ក្បាលរបស់នាងគំនិតគឺដូចជាការរត់នៅលើវាលស្មៅដ៏ធំទូលាយមួយការយកចិត្តទុកដាក់ការយល់ដឹងនិងការចងចាំបានប្រសើរឡើងច្រើនខ្ញុំឃើញយ៉ាងយ៉ាងតើអ្នកឈឺទេអ្នកកំពុងលាក់ខ្លួនយ៉ាងជ្រៅគ្រប់គ្រាន់អ្នកមាន113ពិន្ទុគិតទៅខ្ញុំមានត្រឹមតែ110ប៉ុណ្ណោះពិន្ទុតើអ្នកកំពុងវឹកហាត់សម្ងាត់នៅពេលយប់ទេអរុនស៊ូស្ដីហ្វងផេងប្រកាសណាស់អ្នកណាម្នាក់នៅក្នុងសាលាដឹងហេតុអ្វីបានជាអ្នកមើលមកខ្ញុំបែបនេះអ្នកទាំងអស់គ្នានៅទីនេះល្អឥតខ្ចោះកាន់នេះទ្រឹស្ដីជាមូលដ្ឋាននៃក្បាច់គុណភាគ1ហ្វងផេងពេលអ្នកទៅអានសៀវភៅទាំងនេះពួកគេមានវគ្គបណ្ដុះបណ្ដាលក្បាច់គុណទាំងអស់ពេលនេះអ្នកបានដាក់ពាក្យចូលរៀនក្បាច់គុណឯសង្ឃឹមថាអ្នកជោគជ័យទោះបីអ្នកជាជំហានមួយក៏ដោយនៅពីក្រោយអ្នកដទៃគ្រូនឹងព្យាយាមជួយអ្នកមិនអីទេទោះបីជានេះមិនមានអ្វីដែលត្រូវធ្វើជាមួយចាស់ទេថ្នាក់គាត់ត្រូវតែនិយាយមានគ្រូល្អមិនអីទេអ្នកខ្លះមិនត្រូវទៅទេថ្នាក់ថ្ងៃនេះខ្ញុំនឹងចាត់ចែងកិច្ចការមួយឲ្យអ្នកនេះជារបៀបដែលខ្ញុំបានរកឃើញជាយ៉ាងនាយកបង្រៀនជាច្រើនដងមុនពេលខ្ញុំតើអ្នកមានឱកាសទៅយកយីនយ៉ាងម្នាក់ក្នុងចំណោមសាកលវិទ្យាល័យណែនយ៉ាងវុដដ៏ល្អបំផុតតាំងពីយូរយារណាស់មកហើយខ្ញុំបានត្រឡប់ទៅយ៉ាងហែងវិញវាមិនបានផ្លាស់ប្ដូរទេវងយីនយ៉ាងសាកលវិទ្យាល័យណែនយានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នាំទី1លោកវងជាន់ខ្ពស់នៅទីនេះមនុស្សគ្រប់គ្នាបានធ្វើការយ៉ាងលំបាកគាត់ឈ្មោះវងយីនយ៉ាងគាត់មើលទៅធម្មតាណាស់ទោះបីជាគាត់ជាអ្នកលេងក្បាច់គុណក៏ដោយគាត់គ្រាន់តែជាមនុស្សកំណាចម្នាក់ទើបតែទៅសាកលវិទ្យាល័យឈ្មោះវងយីនយ៉ាងភេទប្រុសអាយុ19ឆ្នាំអាយុ178សង់ទីម៉ែត្រពលរដ្ឋទីក្រុងយ៉ាងគាត់ចូលចិត្តញ៉ាំផ្លែប៉ោមនិងផលស្លៃនិងគាត់ស្ទើរតែគ្មានអ្វីដែលគាត់មិនចូលចិត្តរឿងដែលគាត់ចូលចិត្តធ្វើគឺដើម្បីវឹកហាត់រាងកាយរបស់គាត់ទោះចាស់មិនសូវមានក៏គាត់ធ្វើកំបោះបង់ការរៀនក្បាច់គុណក្នុងអំឡុងពេលប្រឡងចុងក្រោយគាត់បានទទួលយកទៅណែនយ៉ាងសាកលវិទ្យាល័យដូចជាអ្នកលេងក្បាច់គុណលេខ1គាត់ក៏ជាអ្នកទី1ដែរដើម្បីចូលទៅក្នុងណែនយ៉ាងសាកលវិទ្យាល័យជានិស្សិតនៃថ្នាក់ធម្មតាសូម្បីតែពេលចាស់នៅក្នុងសាកលវិទ្យាល័យសិល្បៈក្បាច់គុណគាត់នៅតែមិនអស់កម្លាំងចេញពីការវឹកហាត់របស់គាត់ទើបតែឆ្នាំដំបូងរបស់គាត់នៅក្នុងសាកលវិទ្យាល័យហើយគាត់ជាអ្នកប្រដាល់ម្នាក់រួចទៅហើយប្រាប់ខ្ញុំតើពិភពលោកអាចមានមនុស្សពូកែដូចមនុស្សចាស់អ្នកទាំងអស់គ្នាគួរសំពេចជាការប្រសើរណាស់តោះទាញយកប្រយោជន៍នៃឱកាសនេះជាន់ខ្ពស់សូមប្រាប់យើងពីអាថ៌កំបាំងរបស់អ្នកចូលរៀននៅសាកលវិទ្យាល័យក្បាច់គុណអាថ៌កំបាំងគ្រប់គ្នាគួរតែដឹងក្បាច់គុណ5ធំការសាកល្បងនយោបាយវប្បធម៌វិជ្ជាជីវៈបទពិសោធន៍រាងកាយផ្នែកពិបាកបំផុតទាំងពីរនៅក្នុងនេះ5គឺបទពិសោធន៍និងកាយសម្ទាមនុស្សគ្រប់គ្នាបង្ហាញឈីនិងតម្លៃឈាមឬប្រហែល110ប៉ុន្តែដើម្បីឆ្លងកាត់តម្រូវការចូលរៀនវាមានគ្រោះថ្នាក់ប៉ុន្តែប្រសិនបើអ្នកអាចប្រើអារម្មណ៍របស់អ្នកលទ្ធផលអាចខុសគ្នាសុភមង្គលកំហឹងទុកព្រួយរំភើបប្រសិនបើអារម្មណ៍ទាំងនេះឈានដល់ដែនកំណត់ជារបស់អ្នកហើយឈាមនឹងក្លាយជាការគំរាមកំហែងជាពិសេសកំហឹងវាសាមញ្ញហើយមានលទ្ធផលដ៏អស្ចារ្យឧទាហរណ៍ប្រសិនបើអ្នកស្រមៃពីអារម្មណ៍នៃការធ្វើឲ្យអាម៉ាស់ស្រមៃមើលអារម្មណ៍ប្រសិនបើអ្នកមានបទពិសោធន៍ការធ្វើតេស្តរាងកាយនឹងមិនពិបាកទេវាគ្រាន់តែជាកម្លាំងផ្ទុះការស៊ូទ្រាំនិងការពិនិត្យភាពបត់បែនរបស់រាងកាយជាការពិតណាស់ក៏មានមួយចំនួនផងដែរសម្រាប់ធំឡើងស៊ីតែថ្នាំដ៏អស្ចារ្យនៅក្នុងលក្ខខណ្ឌនៃឆៃនិងឈាមប៉ុន្តែមិនមានសមត្ថភាពអ្វីផ្សេងទៀតបើខ្ញុំជូនមន់មួយក្បាលហើយប្រាប់អ្នកឲ្យសម្លាប់វាហើយអ្នកបរាជ័យនៅតែចង់សម្លាប់មនុស្សវាពិបាកជាងសម្លាប់មន់ទៅទៀតម្នាក់នេះនិយាយដោយធម្មជាតិដូចជាគាត់ពិតជាត្រូវបានសម្លាប់ពីមុនមកនៅក្នុងពិភពលោកនេះដែលជាកន្លែងដែលមានក្បាច់គុណសិល្បករត្រូវបានកម្រិតដោយច្បាប់ពួកគេមិនគួរមានទេឱកាសសម្លាប់មនុស្សត្រឹមត្រូវមិនមែននិយាយពីគាត់ទេគ្រាន់តែជានិស្សិតសាកលវិទ្យាល័យពេញហេតុអ្វីបានជាអ្នកត្រឡប់មកវិញអ្នកមិនចាំបាច់ទៅសាលារៀនទេគ្រាន់តែបញ្ជូនអ្នកចាស់ទៅផ្ទះពីសាកលវិទ្យាល័យសិល្បៈក្បាច់គុណនៅតែត្រូវការនាំគាត់ទៅសាលានៅពេលក្រោយដើម្បីថ្លែងសុន្ទរកថាការសម្លាប់មនុស្សគឺពិបាកជាងសម្លាប់មន់
សម្រាប់មនុស្សវ៉ាងជីនយ៉ាងម៉េចយើងនិយាយថាធម្មជាតិមែនទេមានលទ្ធភាពតែមួយគត់គាត់ត្រូវបានគេសម្លាប់ពីមុនលោកវ៉ងសុំទោសដែលរំខានអ្នកមានព័ត៌មានថ្មីមួយចំនួនជនសង្ស័យរត់នៅសានសានមានខេត្តចំនួន2ភ្ជាប់ដោយសិនជេនប្រសិនបើជនសង្ស័យរត់គេចខ្លួនតើខ្ញុំបាននិយាយថាកុំព្យាយាមអ្វីគ្រប់យ៉ាងរហូតដល់ខ្ញុំទៅដល់ទីនោះជនសង្ស័យនឹងនៅដដែលទីតាំងដូច្នេះគ្រាន់តែមើលគាត់អាណិតណាស់លោកវ៉ងប៉ុន្តែប្រសិនបើគាត់គេចចេញលើកនេះបើថ្នាក់ខ្ពស់បន្ទោសយើងបន្ទាប់មកយើងនឹងត្រូវវិនិច្ឆ័យនោះជាបញ្ហារបស់អ្នកចុះរឿងនេះវិញខ្ញុំនឹងបង់ប្រាក់ឲ្យអ្នក500,000ប្រសិនបើអ្នកចាប់គាត់ស្លាប់ព្រោះប្រមូលផ្ដុំគំនិតពុក0.1ជីក្នុងឈាមក្តាមហូដេកចុះវាឈឺណាស់ហូលើកចុងក្រោយដែលខ្ញុំបានបន្ថែមជីក្នុងឈាមចំពោះរាងកាយរបស់ខ្ញុំអ្វីគឺល្អតែលើកនេះមិនក៏ឈឺម្លេះវាមិនអាចជាផលប៉ះពាល់អវិជ្ជមានបញ្ចូលជីក្នុងឈាមជាមួយគ្នាតើអាចទេខ្ញុំមានអារម្មណ៍ថាខ្ញុំចាប់ផ្ដើមសាំនឹងវាបន្តិចម្ដងខ្ញុំមានអារម្មណ៍ថាឈាមរបស់ខ្ញុំហូរពេញរាងកាយរបស់ខ្ញុំអូត្រូវហើយខ្ញុំស្ទើរតែភ្លេចថាខ្ញុំនៅតែត្រូវការនាំលោកវ៉ងជិនយ៉ាងមកសាលាវិញខ្ញុំសុំទោសវាមិនសំខាន់ទេតើគាត់ជាអ្នកជួលថ្មីរស់នៅជាន់លើមានអារម្មណ៍ចម្លែកបន្តិចអូសុំទោសសម្រាប់ការយឺតលោកវ៉ងជាន់ខ្ពស់នៅទីនេះសាលារបស់យើងពិតជាអស្ចារ្យណាស់ពួកគេបានអញ្ជើញវ៉ងជិនយ៉ាងដល់សាលារបស់យើងដើម្បីជួយពួកយើងការបង្រៀនមួយមុនពេលការប្រឡង Martial Artist អ្វីដែលអស្ចារ្យណាស់អំពីបញ្ចប់ការសិក្សាទៅសាលាចាស់វិញនិស្សិតបញ្ចប់ការសិក្សាទូទៅដែលត្រឡប់មកវិញប្រហែលមិនមានទេពិសេសណាស់ប៉ុន្តែវ៉ងជិនយ៉ាងខុសគ្នាគាត់គឺជាអ្នកលេងក្បាច់គុនគិតអំពីវាដោយប្រុងប្រយ័ត្នមានតិចតួចណាស់សិល្បករក្បាច់គុននៅយ៉ាងលោកវ៉ងជិនយ៉ាងផងដែរគ្រាន់តែជាសាកលវិទ្យាល័យឆ្នាំដំបូងសិស្សនឹងគាត់អ្នកលេងក្បាច់គុនរួចហើយគាត់ពិតជាអស្ចារ្យណាស់អ្នកលេងក្បាច់គុនខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងធ្វើល្អបំផុតរបស់អ្នកដើម្បីក្លាយជាអ្នកក្បាច់គុនទោះជាយ៉ាងណាក៏ដោយសូមចងចាំថារបស់អ្នកស័ក្តិសិទ្ធិនៅតែជាមូលដ្ឋានគ្រឹះសម្រាប់វាពេងខ្ញុំមិនដឹងទេតើថ្នាំអ្វីដែលអ្នកបានលេបប៉ុន្តែដើម្បីឲ្យឆាយនិងឈាមរបស់អ្នកកើនឡើងយ៉ាងច្រើនក្នុងរយៈពេលខ្លីបែបនេះគាត់បានរកឃើញថ្នាំបែបនេះមិនអាចលេបបានដោយចៃដន្យកំហុសតែមួយអាចត្រូវបានបញ្ជាក់យ៉ាងខ្លាំងខ្លួនវាផ្ទាល់ប្រសិនបើអ្នកគ្រាន់តែលេបថ្នាំនឹងមិនឲ្យធ្វើការបណ្ដុះបណ្ដាលរាងកាយវានឹងនាំទៅដល់ការស្លាប់របស់អ្នកដោយសារតែការធ្វេសប្រហែសរបស់អ្នកអរគុណសម្រាប់ការព្រមានបងប្រុសវ៉ងគាត់ច្បាស់ជាអ្នកលេងក្បាច់គុនគាត់ដឹងពីបរិមាណឈាមនៅក្នុងជីនិងរាងកាយរបស់ខ្ញុំយ៉ាងល្អឥតខ្ចោះខ្ញុំមិនមានអារម្មណ៍ថានឿយហត់ខ្លាំងទេគឺដោយសារតែការកើនឡើងនៃឆៃនិងឈាមនៅក្នុងខ្លួនរបស់ខ្ញុំដោយដែលខ្ញុំបានរំពឹងទុកខ្ញុំនៅតែត្រូវស្ដាប់ជូនចំពោះវ៉ងជិនយ៉ាងអាចត្រូវការហ្វឹកហាត់កាយសម្បទានោះមិនមែនជាមនុស្សដូចគ្នាតាំងពីព្រឹកទេខ្ញុំគិតថាខ្ញុំទើបតែចាញ់មិនអីទេខ្ញុំប្រហែលជាគ្រាន់តែអានវាច្រើនពេកវាត្រូវបានរាយការណ៍ថាជាក្បាច់គុនពីរដ៏អស្ចារ្យពិចិត្រករត្រូវបានដៃគូសម្លាប់បន្ទាប់ពីប្លន់ដោយសារចំណែកមិនស្មើគ្នានៃការលួចនេះបើតាមការស៊ើបអង្កេតដោយប៉ូលីសជនសង្ស័យត្រូវបានគេឃើញចុងក្រោយនៅ Yang City Extension យើងបានណែនាំប្រជាជនរស់នៅក្នុងសង្កាត់នៅជិតទីក្រុង Yang Extension ដើម្បីទទួលយកសំស្របវិធានការសុវត្ថិភាពដូចជាការបិទទ្វារជាដើមនិងបង្អួចឲ្យបានត្រឹមត្រូវមុនពេលចូលគេងពេងខ្ញុំគិតថាខ្ញុំមិនគួរទេទៅសាលារៀនក្នុងអំឡុងពេលនេះប្រសិនបើមានអ្វីមួយបានកើតឡើងខ្ញុំពិភពលោកទាំងមូលនឹងត្រូវបានបង្វែរទៅជាភាពគួរឲ្យស្រឡាញ់របស់ខ្ញុំកម្រិតឆ្លងកាត់ដំបូលកុំបារម្ភរឿងតែមួយគត់របស់អ្នកមានសាច់របស់អ្នកគ្មានអ្វីផ្សេងទៀតទេសម្រាប់ខ្លួនឯងពេងល្ងងអស្ដររំភើបវិភាគវីដេអូតាមរយៈរបស់គាត់កម្មវិធីពួកគេថែមទាំងទទួលបានរូបភាពភ្លឺច្បាស់នៃអាវុធដែលបានប្រើទូរទស្សន៍ Seeker ការវិភាគក្រោយទីក្រុង Yang Extension ព័ត៌មានកុហករូបភាពនៃអាវុធដែលបានប្រើដោយជនល្មើសទទួលបានអសសាតូទទួលបានរូបភាពនៃអាវុធដែលបានប្រើតាមរយៈការវិភាគកំបិតនោះខ្ញុំចាំថាឃើញវានៅកន្លែងណាមួយ
ខ្ញុំចាំអ្វីមួយរូបថតរបស់ស៊ីការវិភាគក្រោយ Yang City Tension បានផ្សាយបន្តផ្ទាល់រូបភាពនៃអាវុធដែលបានប្រើដោយជនល្មើសទទួលបានអសសាតូទទួលបានរូបភាពនៃអាវុធដែលបានប្រើតាមរយៈការវិភាគវាមិនសំខាន់ទេបរិះនោះមានកាំបិតយ៉ាងពិតប្រាកដវាគ្រាន់តែជាសុបិនប៉ុណ្ណោះប៉ុន្តែការបង្ហូរឈាមដែលខ្ញុំមានអារម្មណ៍ខណៈពេលដែលការបណ្ដោះបណ្ដាលគឺពិតប្រាកដជនសង្ស័យម្នាក់ក្នុងចំណោមកម្ពុជាក្បាច់គុណពីរដ៏អស្ចារ្យប្រហែលជាគាត់ផ្លាស់ទៅបន្ទប់នៅពីលើអណ្ដូងរ៉ែដើម្បីលាក់បាំងពីប៉ូលីសវាអាចគ្រាន់តែជាការចៃដន្យមួយគាត់នឹងមិនធ្វើឲ្យខ្ញុំជាគោលដៅរបស់គាត់មែនទេប្រហែលជាគាត់ដឹងពីលុយរបស់ខ្ញុំប៉ុន្តែវាមិនអាចទៅរួចនោះទេយើងជាគ្រួសារក្រីក្រវាអាចបណ្ដាលមកពីប្រព័ន្ធប៉ុន្តែវាមិនអាចទៅរួចនោះទេមានតែខ្ញុំទេដែលអាចមើលឃើញប្រព័ន្ធសុបិននោះគួរឲ្យខ្លាចណាស់ខ្ញុំសង្ឃឹមថាគ្មានអ្វីដូចនោះទេដែលកើតឡើងនៅក្នុងការពិតខ្ញុំត្រូវរៀបចំខ្លួនខ្ញុំត្រូវធ្វើសកម្មភាពឲ្យបានលឿនខ្ញុំត្រូវប្រកាសថាគាត់មិនយកធ្វើបាបខ្ញុំឬគ្រួសារខ្ញុំតាមមធ្យោបាយណាមួយអ្នកលេងអ៊ីនធឺណិតម្នាក់បាននិយាយដូចនេះវាមិនសមរម្យក្នុងការចាក់សោពន្លឺព្រះអាទិត្យចុះមកដើម្បីចាប់កម្ពុជាក្បាច់គុណពីរដ៏អស្ចារ្យតើអ្នកយល់យ៉ាងណាចំពោះបញ្ហានេះអ្នកជំនាញថ្មីខ្ញុំគិតថាមនុស្សគួរតែឈប់មើលស្រាលភាពខ្លាំងរបស់សិល្បករក្បាច់គុណអ្នកលេងក្បាច់គុណពីរដ៏អស្ចារ្យអាចកម្ចាត់ទាហានបានយ៉ាងងាយឥឡូវប៉ូលីសចាប់តែម្ដងកម្ពុជាក្បាច់គុណពីរដ៏អស្ចារ្យដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពប្រជាពលរដ្ឋនៃពន្លឺព្រះអាទិត្យខ្ញុំគិតថាយើងគួរតែសត្វត្រីឆានទាំងនោះកំពុងតែស្វែងរកខ្ញុំត្រូវលាក់ខ្លួននៅទីនេះសម្រាប់ពេលនេះមិនមានកាមេរ៉ា CCTV នៅតាមផ្លូវនេះទេខ្ញុំគ្រាន់តែត្រូវដាក់ទៀបមួយរយៈរហូតដល់មនុស្សគ្រប់គ្នាភ្លេចអំពីឧបត្តិហេតុនេះគូសអ្នកណាគូសជ័យសួស្ដីរីករាយដែលបានស្គាល់អ្នកខ្ញុំជាអ្នករស់នៅថ្មីនៅទីនេះខ្ញុំទើបតែផ្លាស់ទៅកាលពីម្សិលមិញតើមានអ្វីដែលខ្ញុំអាចជួយអ្នកបានទេអរុនសួស្ដីពូតើគាត់ចូលមកក្នុងពេលណានឹងដោយរបៀបណាខ្ញុំត្រូវស្ងប់ស្ងាត់ហើយធ្វើដូចជាខ្ញុំជាមនុស្សល្អប្អូនប្រុសខ្ញុំគិតថាអ្នកចូលទ្វារខុសនេះមិនមែនជាបន្ទប់របស់អ្នកទេអូវាមិនដូចនោះទេពូតាមពិតខ្ញុំចង់មើលការប្រកួតបាល់ទាត់ប៉ុន្តែទូរទស្សន៍នៅក្នុងផ្ទះរបស់ខ្ញុំខូចដូច្នេះខ្ញុំមកទីនេះដើម្បីប្រើទូរទស្សន៍របស់អ្នកពូខ្ញុំថែមទាំងនាំយកអាហារសម្រន់ខ្លះមកហើយផឹកជាមួយខ្ញុំនៅទីនេះផឹកមួយពូតោះទស្សនាទាំងអស់គ្នារញ៉ៃញ៉ៃគឺជាការគ្រប់គ្រងបាល់ Messi បញ្ជូនបាល់ទៅ Suarez ទៅរកគ្រាប់ហើយវាជាគ្រាប់បាល់ចាំខ្ញុំទៅជាមួយនឹងអ្វីដែលគាត់កំពុងធ្វើខ្ញុំត្រូវការធ្វើអ្វីមួយគាត់អាចជាភ្នាក់ងារសម្ងាត់បញ្ជូនដោយភ្នាក់ងារស៊ើបអង្កេតខ្ញុំខឹងខ្លាំងណាស់យូរមកហើយច្បាស់ជាចាញ់បោកមិនត្រឹមត្រូវទេពូគឺគាត់ប្រហែលជាល្ងងនឹងកូនឈ្មោលហួសចិត្តខ្ញុំត្រូវការយកគាត់ចេញដើម្បីការពារបញ្ហាបន្ថែមទៀតរងចាំវានឹងមិនដំណើរការទេគ្រាន់តែបន្ថែមបញ្ហារបស់ខ្ញុំត្រូវការឲ្យគាត់ចាក់ចេញភេសជ្ជៈនេះមានរសជាតិឆ្ងាញ់ប្អូនប្រុសគុំអ្នកត្រូវទៅសាលារៀនប៉ុន្តែចុងសប្តាហ៍មិនមានសាលារៀនទេអូប៉ុន្តែមិនមែនជារបស់អ្នកទេឪពុកម្ដាយព្រួយបារម្ភអំពីអ្នកពូអ្នកគ្រាន់តែចង់ខ្ញុំនឹងចាក់ចេញមែនទេធ្លាក់ទឹកចិត្តអូទេខ្ញុំគ្រាន់តែបារម្ភពីអ្នកមិនអីទេខ្ញុំយល់ហើយខ្ញុំគ្រាន់តែជាក្មេងគួរឲ្យស្រឡាញ់តើអ្នកណាកំពុងព្យាយាមខ្លាយជាមិត្តភក្តិជាមួយពូប៉ុន្តែខ្ញុំបញ្ចុះការរំខានពូខ្ញុំគ្រាន់តែចង់ឲ្យវាខ្លាយជាមិត្តជាមួយអ្នកជិតខាងថ្មីរបស់ខ្ញុំប៉ុន្តែខ្ញុំនៅតែរំខានមនុស្សខ្ញុំក៏គ្មានមិត្តដែរហើយខ្ញុំគ្រាន់តែឯកកោនិងសោកសៅអូខ្ញុំសុំទោសវាជាកំហុសរបស់ខ្ញុំទាំងអស់ដូច្នេះជាការសុំទោសឲ្យពូជួយសម្អាតកន្លែងនេះផងខ្ញុំនឹងរួចរាល់ក្នុងពេលឆាប់នេះត្រូវការពន្លឺព្រះអាទិត្យនៅទីនេះអនុញ្ញាតឲ្យខ្ញុំបើកវាំងនឹងពូតើមានអ្វីកើតឡើងខ្ញុំធ្លាប់រស់នៅក្នុងភាពងងឹតដូច្នេះខ្ញុំគូវាំងរួមគ្នាដោយមិនគិតអូខ្ញុំជាអ្នកងារនឹងកម្មរស្មីក្នុងករណីនោះខ្ញុំសូមសម្អាតបន្ទប់គេងសម្រាប់អ្នកពូសូមអរគុណចំពោះការផ្ដល់ជូនប៉ុន្តែខ្ញុំនឹងធ្វើសម្អាតបន្ទប់គេងដោយខ្លួនឯងនៅពេលក្រោយអូមិនអីទេយើងទាំងពីរជាបរិសុទ្ធខ្ញុំយល់ម្យ៉ាងទៀតមិនទាន់ដល់ពេលដែលអ្នកត្រឡប់មកវិញទេទៅផ្ទះរបស់អ្នកហើយញ៉ាំអាហារថ្ងៃត្រង់តើគាត់ល្ងងមែនទេហេតុអ្វីបានជាគាត់មិនចាក់ចេញអូត្រូវហើយខ្ញុំត្រូវការអាហារថ្ងៃត្រង់ខ្ញុំនឹងចេញដំណើរខ្ញុំនឹងទៅលេងម្ដងទៀតពូ
ប្រកាសហើយមកម្ដងទៀតតិចតួចទីបំផុតអូហូពូតារបស់ទាំងនេះជាអ្វីតណ្ហាឈាមខ្លាំងពូសូមស្ងប់ចុះខ្ញុំនឹងមិនធ្លីវាចេញទេខ្ញុំស្បត់ថាខ្ញុំមិនធ្លីវាចេញទេខ្ញុំស្បត់អ្នកនឹងមិននៅរស់ទេធ្លីវាចេញខ្ញុំត្រូវតែសម្លាប់អ្នកយ៉ែនវាខ្ញុំត្រូវធ្វើអ្វីមួយខ្ញុំមិនអាចស្លាប់ដូចនេះទេតើមានអ្វីកើតឡើងគឺខ្ញុំត្រូវបានគេចាក់ថ្នាំវាត្រូវតែមាននៅពេលនោះតិចទេខ្ញុំស្មានថ្នាំទីបំផុតបានចូលជាធម៌មានអរគុណព្រះជាម្ចាស់ដែលខ្ញុំបានដាក់បញ្ចប់នៅទីនេះពេលខ្ញុំចូលជាការពិតអ្នកមិនបានសន្លប់ទេជ្រៅខ្ញុំបានកើតជាថ្មីជាមួយសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធខ្ញុំមិនអាចខ្ជះខ្ជាយឱកាសនេះទេខ្ញុំមិនអាចស្លាប់ឥឡូវនេះទេខ្ញុំមើលស្រាលគាត់ថ្នាក់ទី2កំពូលអ្នកប្រដាល់ប្រកាសជាមានឥទ្ធិពលប្រសិនបើគាត់មិនបានផឹកថ្នាំខ្ញុំនឹងមិនមានជីវិតសូម្បីតែនៅពេលនេះតិចតួចនោះពិតជាគួរឲ្យខ្លាចណាស់មួយសន្ទុះក្រោយមក190,000 យន្ត200,000 យន្តកត្តាទ្រព្យសម្បត្តិរបស់ខ្ញុំមិនកើនឡើងទេខ្ញុំគិតថាកំណត់ត្រាទាំងនេះមិនមែនទេចាត់ទុកជារបស់ខ្ញុំដោយប្រព័ន្ធខ្ញុំទើបតែកត់សម្គាល់ថាគាត់មានបរិមាណដ៏ច្រើនឈាមហើយនាងគឺគាត់សិស្សក្បាច់គុណខ្ញុំយួនវូជាសិស្សថ្នាក់2កំពូលអ្នកប្រដាល់ក្បាច់គុណខ្ញុំមិនដែលរំពឹងថាខ្ញុំនឹងត្រូវចាញ់ដោយក្បាច់គុណនិស្សិតសិល្បៈគឺភ្នាក់ងារស៊ើបអង្កេតនៅពីក្រោយរឿងនេះហើយសិស្សគុណតើអ្នកជានរណាខ្ញុំជាអ្នកស៊ើបអង្កេតចាប់ឧក្រិដ្ឋជនគឺជាការហៅរបស់ខ្ញុំអ្នកស៊ើបអង្កេតលីរបស់ខ្ញុំនឹងតើមានអ្វីជាមួយ B-Tuxto ឧក្រិដ្ឋជនដែលចង់បានត្រឹមតែ200,000 ប៉ុណ្ណោះយន្តនឹងថ្នាំគ្រាប់ពីរបីដប់ជាមួយគាត់ចងចាំអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកខ្ញុំត្រូវការថ្នាំទាំងនេះដើម្បីបំបែកហើយក្លាយជាអ្នកប្រដាល់ថ្នាក់ទី3ខ្ញុំមិនដែលរំពឹងថាថ្នាំគ្រាប់ទាំងនោះនឹងមានទេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សឈួតនេះហេសិស្សកូនចង់ធ្វើកិច្ចព្រមព្រៀងមួយខ្ញុំជា Detective Michael សូមចូលរួមជាមួយពួកយើងម៉ាស៊ីនមេ Discord ដោយឥតគិតថ្លៃនោះមិនមែនសូម្បីតែលុយរបស់អ្នកបានលួចទាំងអស់លុយនោះបានមកពី download បន្ទាប់ពីការសម្លាប់គាត់នៅពេលដែលគាត់បដិសេធមិនចូលរួមជាមួយ Discord របស់អ្នក server ហើយតើមានអ្វីជាមួយ B-Tuxto ហេសិស្សកូនតោះធ្វើកិច្ចព្រមព្រៀងបើអ្នកដោះលែងខ្ញុំអ្នកអាចធ្វើបានទុកថ្នាំក្នុងលុយ200,000 យន្តរបស់ខ្ញុំមាន2ដបឈីសនិងថ្នាំគ្រាប់ឈាមមួយជាមួយថ្នាំធម្មតានិងថ្នាំគ្រាប់ថ្នាក់ទី1មាន1ដបផងដែរនៃការពង្រឹងឆ្អឹងថ្នាំគ្រាប់និងដប1ថ្នាំគ្រាប់ថ្នាក់ទី2សរុបមកអ្វីមានតម្លៃទីផ្សារ240,000 យន្តគឺជាលុយនៅក្នុងក្បាច់គុណពិភពសិល្បៈនៅតែលុយដប2របីថ្នាំមានតម្លៃរាប់លានយ៉ាងម៉េចដែរវាមានតម្លៃត្រឹមត្រូវអស់សម្រាប់អាហារបំពន់ជីសនិងឈាមមានប្រយោជន៍ការពិនិត្យរបស់អ្នកឥឡូវនេះសម្រាប់ការដាំដុះនាពេលខាងមុខដូចជាថ្នាំគ្រាប់ថ្នាក់ទី1នៅក្នុងរបស់អ្នកដៃវាជាកត្តាចាំបាច់សម្រាប់សិល្បករក្បាច់គុណបន្ទាប់ពីបន្តខ្លះការប្រយុទ្ធជាច្រើនថ្ងៃនេះគឺសំបីតែមានប្រយោជន៍ជាងធម្មតាជីសនិងថ្នាំឈាមនិងថ្នាំបំពន់ឆ្អឹងនិងថ្នាំគ្រាប់ដាក់ក្នុងកាបូបថ្នាំធ្វើឲ្យឆ្អឹងរឹងថ្នាំគ្រាប់អ្នកលេងក្បាច់គុណគឺតាមពិតក្រុមធម្មតាមនុស្សដែលបំបែកដែនកំណត់នៃរាងកាយមនុស្សប្រសិនបើអ្នកមិនមានឆ្អឹងរឹងហើយអ្នកមិនមានប្រើថ្នាំគ្រាប់ដើម្បីការពារសរីរាង្គខ្សោយរបស់អ្នកនៅពេលដែលជីសនិងឈាមរបស់អ្នកលូតលាស់ហួសដែនកំណត់របស់អ្នកច្បាស់ជាស្លាប់គិតហើយឬនៅដរាបណាអ្នកអនុញ្ញាតឲ្យខ្ញុំទៅរបស់ទាំងនេះគឺជារបស់អ្នកប៉ុន្តែប្រសិនបើអ្នកប្រកល់ខ្ញុំទៅប៉ូលីសនៃអ្នកស៊ើបអង្កេតការិយាល័យធនធានទាំងនេះមិនមែនជារបស់អ្នកទៀតទេហើយតើអ្នកមិនគិតទេចប់ហើយបើខ្ញុំសម្លាប់គាត់
ផ្លូវដែលខ្ញុំបន្សល់ទុកពួកគេភាគច្រើនអាចដឹកនាំបានពួកគេទៅទីតាំងខុសប្រហែលខែ10ថ្ងៃបន្ទាប់ពីនោះប្រសិនបើពួកគេរកឃើញខ្ញុំហើយពួកគេឃើញនោះខ្ញុំបានស្លាប់ហើយអ្នកនឹងកុំកិច្ចពីរឿងនេះអ្នកនៅក្មេងនៅឡើយជីសនឹងឈាមផងដែរខ្ពស់អ្នកមានដ៏អស្ចារ្យអនាគតនៅចំពោះមុខអ្នកជុំគ្នាជាមួយខ្ញុំវាមិនមានតម្លៃទេថ្នាំដែលត្រូវបានផ្ដល់ឲ្យដោយកូននេះពិតជាខ្លាំងខ្ញុំនៅតែត្រូវការបន្តិចទៀតពេលវេលាដើម្បីបំពេញកម្លាំងរបស់ខ្ញុំវាដូចដែលគាត់បាននិយាយប្រសិនបើខ្ញុំសម្លាប់គាត់មន្ត្រីនៃទីក្រុងវ័យក្មេងនឹងស្វែងយល់អំពីវាបើខ្ញុំឲ្យគាត់ទៅតើធ្វើម៉េចទៅមកសងសឹកវិញបុរសម្នាក់នេះពូកែក្បាច់គុណពីវិចិត្រករគ្រោះថ្នាក់ពេកហើយវាជាការប្រសើរក្នុងការទុករបស់ទាំងនេះប្រភេទនៃរឿងទៅប៉ូលីសប៉ុន្តែមានថ្នាំដែលមានតម្លៃ1លាននៅទីនេះវាច្បាស់ជានឹងត្រូវរឹបអូសដើម្បីក្លាយជាអ្នកសិល្បៈក្បាច់គុនជិះរបស់អ្នកនឹងតម្លៃឈាមត្រូវតែយ៉ាងហោចណាស់150ទោះបីជាខ្ញុំមានក៏ដោយប្រព័ន្ធប្រាក់ដែលត្រូវការសម្រាប់ការក្លាយជាក្បាច់គុនក៏មិនមែនជាតម្លៃតូចមួយដែរ5លានអាចដោះដូរបានឈីសនិងឈាមជាច្រើនទោះបីជាខ្ញុំកុំដូរថ្នាំទាំងនេះគ្រប់គ្រាន់សម្រាប់ខ្ញុំដើម្បីក្លាយជាអ្នកក្បាច់គុនតើមានវិធីអ្វីទៅធ្វើការសម្រេចចិត្តល្អបំផុតទទួលបានជំនួយពីសែនវ័យក្មេងមួយធនធានមានសារៈសំខាន់សម្រាប់អ្នកចេះក្បាច់គុនអ្វីប្រសិនបើសែនវ័យក្មេងចង់បានយកវាទាំងអស់ហើយសម្រាប់ខ្ញុំវិធីតើមានតម្រូវការទេគិតយូរណាស់សម្រាប់សំណួរប៉ុន្តែបើខ្ញុំមិនយកបុរសម្នាក់នេះមកពីមុខពីខ្ញុំចុះគាត់នឹងសម្លាប់ខ្ញុំនេះគឺ5លានទេមិនថាអ្នកគិតយ៉ាងណាទេវាអ្នកគឺជាអ្នកដែលធ្វើឲ្យប្រាក់ចំណេញត្រឹមត្រូវមានខ្លាដកាច់នៅពីមុខនិងចោកដែលស្រេកឃ្លាននៅខាងក្រោយខ្ញុំគ្រាន់តែអាចអធិស្ឋានថាមានឱកាសការជួបចោកស្រេកឃ្លាននេះគឺ0តើអ្នកកំពុងធ្វើអ្វីខ្ញុំកំពុងគិតប្រសិនបើអ្នកនឹងអនុញ្ញាតឲ្យខ្ញុំទៅប្រសិនបើខ្ញុំទទួលយកកិច្ចព្រមព្រៀងរបស់អ្នកជាការពិតណាស់ខ្ញុំយូរហើយគឺជាមនុស្សម្នាក់ដែលរក្សាពាក្យរបស់គាត់ជាការប្រសើរណាស់អាក្រក់ពេលវេលារបស់អ្នកនឹងស្លាប់ឥឡូវនេះទីក្រុងព្រះអាទិត្យពន្លឺព្រះអាទិត្យខ្ញុំបានមើលគ្រប់ទីកន្លែងតែសត្វកណ្ដុរលាក់ខ្លួននៅណាជំរាបសួរសួស្ដីបងប្រុសវងតើអ្នកអាចស្ដាប់ខ្ញុំបានទេខ្ញុំកំពុងហ្វូងអូតើមានអ្វីកើតឡើងហេតុអ្វីបានជាអ្នកហៅខ្ញុំមិនដឹងនិយាយយ៉ាងម៉េចទេតើអ្នកនៅទីក្រុងស៊ុនទេបងប្រុសវងបាទខ្ញុំតាមពិតខ្ញុំបានជួបអ ுக ្រិតជនដែលចង់បានហើយបានឬគាត់ដោយចៃដន្យបងប្រុសវងដែលចង់បានគឺជាអ្នកក្បាច់គុនតែមួយគត់ខ្ញុំដឹងនៅទីក្រុងព្រះអាទិត្យដូច្នេះខ្ញុំបានហៅអ្នកដើម្បីសុំជំនួយអ ுக ្រិតជនហួងបេនប៉ុន្តែវាមិនអាចទេក្បាច់គុនពីកម្ពុជាដ៏អស្ចារ្យសិល្បករត្រូវបានចាប់ខ្លួនដោយក្បាច់គុនសិស្សវាមិនទំនងពេកទេទោះបីខ្ញុំប្រឈមមុខនឹងលោកខួនក៏ដោយបេនខ្ញុំនៅតែត្រូវប្រុងប្រយ័ត្នបន្ថែមបងប្រុសវងជាអ្វីតើអ្នកឈរនៅខាងក្រៅសម្រាប់សូមចូលមកឲ្យឆាប់ឯគិតថាអ្នកមិនមកទេអញ្ចឹងវាមិនមែនជាបញ្ហាទេវាស្អាតនៅចិត្តម្យ៉ាងទៀតគ្រាន់តែជាការព្រមានប្រសិនបើវាខ្លាំងបញ្ហាធ្ងន់ធ្ងរឯនឹងមិនអាចជួយអ្នកបានទេហួងប៊ីនគាត់សន្លប់នៅពេលនេះបងប្រុសវងបើខ្ញុំប្រគល់ឲ្យប៉ូលីសខ្ញុំនឹងទទួលបានអត្ថប្រយោជន៍ខ្លះតើអ្នកមានន័យដូចម្ដេចលំអិតបងប្រុសវងខ្ញុំនឹងទទួលត្រង់ទៅចំណុចខ្ញុំបានរកឃើញវត្ថុមានតម្លៃជាច្រើនវត្ថុដែលជាកម្មសិទ្ធិរបស់គាត់ហើយខ្ញុំចង់រក្សាពួកគេអ្នកចង់រក្សាពួកគេមិនដឹងថាហេតុអ្វីគាត់ជាអ ுக ្រិតជនគាត់បានសម្លាប់អ្នកក្បាច់គុនជាច្រើននោះហើយជាមូលហេតុដែលខ្ញុំសួរសម្រាប់ជំនួយរបស់បងប្រុសវងចូលយើងចាប់យកហើយរក្សាវាទៅខ្លួនយើងអ្នកអាចបែងចែកវាឡើងបងប្រុសវងអ្នកជាមនុស្សឆ្លាតនិងប្រកាសជាឆ្លងកាត់ផ្លូវនាពេលអនាគតទោះយ៉ាងណាក៏ដោយខ្ញុំនឹងត្រូវការប្រាប់អ្នកពីរឿងមួយចំនួនជាមុនសិនអ្នកមិនអាចប្រើថ្នាក់ទី2បានទេថ្នាំបំពន់ឆ្អឹងនិងថ្នាំបំពន់ឆ្អឹងដូច្នេះខ្ញុំសូមបដូរវាទៅថ្នាំគ្រាប់ថ្នាក់ទី1ហើយខ្ញុំនឹងផ្ទេរបន្ថែម1លានដែលអ្នកចង់បានអ្នកខ្ញុំស្ទើរតែនឹងបែកហើយខ្ញុំអាចទិញថ្នាំបានយ៉ាងងាយស្រួលធាតុនេះតម្លៃរបស់វាគឺមិនអាចវាស់បានអ្នកនឹងមិនអាចប្រើបានទេធាតុនេះខ្ញុំនឹងរក្សាបាទុកទោះយ៉ាងណាក៏ដោយធានាថាបន្ទាប់ពីខ្ញុំទម្លុះវានឹងកាន់តែងាយស្រួលក្នុងការប្រមូលធនធានប្រសិនបើអ្នកត្រូវការជំនួយណាមួយនៅក្នុងនាពេលអនាគតសូមតាក់ទងមកខ្ញុំដោយសេរីមិនអីទេខ្ញុំនិយាយចប់ហើយកុំបារម្ភអំពីហួងប៊ីនខ្ញុំនឹងធ្វើអ្វីមួយអំពីគាត់មានរបស់របរមួយចំនួននៅក្នុងហោប៉ៅរបស់គាត់ផងដែរដែលវាខ្ញុំគួរតែពិនិត្យមើលអរគុណបងប្រុសវងខ្ញុំនឹងយករបស់ដែលអ្នកមិនត្រូវការមិនអីទេអ្វីកំពុងដំណើរការហើយសម្រាប់ភ្នែកធាតុទាំងនេះ
ខ្ញុំអាចបង្កើនតម្លៃទ្រព្យសម្បត្តិរបស់ខ្ញុំនៅក្នុងប្រព័ន្ធឥឡូវនេះជាមួយនឹងការបន្ថែមការបណ្ដុះបណ្ដាលចូលទៅក្នុងសិល្បៈក្បាច់គុនសាកលវិទ្យាល័យនឹងក្លាយជានំមួយចាំបន្តិចមិនគួរទេវត្ថុទាំងនេះមានតម្លៃ3លានដែលអ្នកចង់បាននឹង500,000តើអ្នកចង់បានទេហេតុអ្វីបានជាតម្លៃរបស់ពួកគេត្រូវបានចុះបញ្ជីជា2លានអ្នកចង់បាននឹង400,000អ្នកចង់បានស្ថានភាពប្រព័ន្ធទ្រព្យសម្បត្តិគឺ2 403 800នាងនឹងឈាមគឺ1 2និងរបស់ខ្ញុំចេញវិញ្ញាណគឺ 1.1 មានន័យថាសិស្សប្រព័ន្ធមិនអើពើនឹងតម្លៃទីផ្សារនិងវិនិច្ឆ័យតម្លៃធៀបតាមតម្លៃពិតរបស់វាតម្លៃទីផ្សារ3 500,000តម្លៃជាក់ស្ដែង2 403 800ខ្ញុំទទួលបានវាឥឡូវនេះអូហើយខ្ញុំភ្លេចបងវាងចុះបើប៉ូលីសចង់កត់ត្រាការសារភាពរបស់គាត់កុំបារម្ភគាត់នឹងមិនទទួលបានទេឱកាសដើម្បីបើកមាត់របស់គាត់គឺជាឧក្រិដ្ឋជនដែលចង់បានមិនយូរប៉ុន្មានគាត់នឹងត្រូវគេសម្លាប់ផ្ញើនាង995 8258កាលបរិច្ឆេទនឹងពេលវេលា0428 2008 638ជូនចំពោះអតិថិជនជាទីគោរពរបស់យើងវ៉ងជីនយ៉ាងបានផ្ទេរ1លានដែលអ្នកចង់បានពីកណេធនាគារ5918របស់អ្នកសំទល់ឲ្យលើនេះគឺ199 831 Sun City Bank ស្ថានភាពប្រព័ន្ធទ្រព្យសម្បត្តិគឺ3 403 800នាងនឹងឈាមគឺ 1.2 ហើយចិត្តគឺ 1.1 វាជាកំណែអាប់ដេតនៃប្រព័ន្ធតម្លៃក្នុងឯកតាគឺមិនដូចគ្នាទៀតទេនៅក្នុងកំណែមុននៃប្រព័ន្ធនាងនឹងឈាមអាចកើនឡើងដោយនិកាយនៃ0មួយដែលស្មើនឹង10ឯកតានៃឆៃនឹងឈាមមានតម្លៃ10,000 រូបិយបានប្រព័ន្ធទោះយ៉ាងណាក៏ដោយតាមការអាប់ដេតចុងក្រោយបង្អស់តម្លៃទាំងនេះបានคล้ายទៅជាត្រឹមត្រូវជាងមុនតើខ្ញុំអាចប្រើទ្រព្យសម្បត្តិ1,000ទៅបង្កើនតម្លៃមួយក្នុងជីនិងឈាមការបង្កើនតម្លៃនៃវាពិតជាអាចធ្វើបានសម្បូរបែបទទួលបានការធ្វើឲ្យប្រសើរឡើងអន់ហាត់ខ្លួនឯងប្រព័ន្ធនេះគឺពិតជាប្រភេទដែលទឹកកកដោះជុំដោយរីករាយនៅកន្លែងនៃប្រាក់វ៉ងជីនយ៉ាង601 32តើអ្នកបានទទួលលុយខ្ញុំក៏បានដឹកជញ្ជូនផងដែរអ្វីមួយដល់អ្នកនឹងត្រូវការវានៅពេលក្រោយគាត់ក៏បានប្រគល់អ្វីមួយហ្វុងពេញ502 13សូមអរគុណបងប្រុសវ៉ងជីនយ៉ាងអាយុ502 32វ៉ងជីនយ៉ាងអាយុ503ឆ្នាំ46តាំងពីកើតមកខ្ញុំសរសើរតែ2-3នាក់ប៉ុណ្ណោះមនុស្សភាគច្រើនអ្នកគឺជាម្នាក់ក្នុងចំណោមពួកគេមិត្តនេះវាធ្វើឲ្យខ្ញុំខ្មាស់គេហ្វុងពេញភ្ញាក់ឡើងខ្ញុំឃ្លានរួចចេញទៅញ៉ាំអាហារដោយខ្លួនឯងប្រសិនបើខ្ញុំអាចប្រើលុយរបស់អ្នកហេតុអ្វីបានជាខ្ញុំគួរខ្ជិះខ្ជារបស់ខ្ញុំអូផាមិនក៏បងស្រីដូចខ្ញុំទៅបងប្រុសនៅផ្ទះម្នាក់ឯងខ្ញុំបានឮអ្វីដែលអ្នករួចហើយទើបតែគិតឥឡូវនេះខ្ញុំតែម្នាក់ឯងខ្ញុំសុំទោសយកវាលោកវ៉ងជីនយ៉ាងបានផ្ញើលិខិតនេះវានៅទីនេះរួចហើយវ៉ងជីនយ៉ាងឈ្មោះនេះស្ដាប់ទៅធ្លាប់ស្គាល់កុំប្រាប់ខ្ញុំថាវាជានាងយ៉ាង Marshall Wong Jinយ៉ាងនៃសាកលវិទ្យាល័យសិល្បៈបាទបងប្រុសតើអ្នកនៅពេលណាស្គាល់ Wong Jinយ៉ាងទេជួយខ្ញុំទទួលបានហត្ថលេខាអ្វីអ្នកក៏កំពុងសម្លឹងមើលដែរធ្វើណូតសូមអភ័យទោសចំពោះអ្នកអានយើងមិនអាចពន្យល់ពីមុនបានទេអ៊ីងគឺជាឈ្មោះរបស់ក្លឹបអ្នកគាំទ្ររបស់ Wong Jinយ៉ាងមនុស្សល្ងងដូចអ្នកនឹងមិនដែលយល់ថាតើ Wong Jinយ៉ាងក្តៅប៉ុណ្ណាខ្ញុំមិនចង់ឲ្យមនុស្សឈួតនិយាយបែបនេះមកខ្ញុំទេវ៉ាងសងយ៉ាងកូនស្រឡាញ់ម៉ែស្រឡាញ់វ៉ងជីនយ៉ាងនៅក្នុងសាលារបស់យើងមានមនុស្សប្រហែល5,000នាក់សមាមាត្រនៃក្មេងប្រុសទៅក្មេងស្រីគឺ2ទៅ3ហត្ថលេខាមួយដុំមានតម្លៃ$10មនុស្ស3,000នាក់ហើយអ្នកគាំទ្រ500នាក់ទៀតបន្ទាប់ពីបង្រួមវានឹងមាន10លានវ៉ងជីនយ៉ាងគឺល្អបំផុតនេះជាមូលហេតុដែលអ្នកចូលចិត្តគាត់ចំណាំធ្វើទេខ្ញុំមិនធ្វើទេដឹងពីរបៀបដែលអ្នកកញ្ញានោះ10ខ3,000 បូក500ស្មើ35,000ធ្វើមិនបាន10លាននៅពេលនោះមកខ្ញុំនឹងទទួលបាន70ហើយអ្នកនឹងទទួលបាន30យើងនឹងរៀនរហូតដល់របស់យើងធនាគារជ្រូកផ្ទុះអីបងធំតើគាត់នៅណាបើវាមិនមែនជាកិច្ចព្រមព្រៀងទេធ្វើមិនបាន40ខ្ញុំទទួលបាន60ហឺបងធំហ្វុងភីងមិនក៏ទៅបែបហ្នឹងយើងនៅតែពិភាក្សាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសិល្បៈ Marshall ខាងជើងចាស់មហូប Station តើវ៉ងជីនយ៉ាងចង់បានអ្វីពីខ្ញុំគាត់មិនឆ្លើយមកខ្ញុំទេពេលខ្ញុំសួរគាត់នេះគឺបច្ចេកទេសដាំដុះជាមូលដ្ឋានត្រូវតែរៀន
ការងារគំនូរ15បច្ចេកទេសមូលដ្ឋានរឹងត្រូវតែរៀនបច្ចេកទេសខ្ញុំបានស្វែងរកវានៅពេលណាខ្ញុំនៅហាងកាហ្វេអ៊ីនធឺណិតដើម្បីទម្លាយជាអ្នកលេងក្បាច់គុណនៅទីនោះគឺជាលក្ខខណ្ឌពីរដែលត្រូវតែបំពេញលេខ1កម្រិតខ្ពស់នៅក្នុងឆៃនិងឈាមដើម្បីក្លាយជាអ្នកក្បាច់គុណគឺទាបបំផុតតម្រូវការសម្រាប់ឆៃនិងឈាមគឺ150លេខ2ឆ្អឹងរឹងមាំឆ្អឹងរឹងមាំមិនអាចមានទទួលបានពីការបរិភោគតែប៉ុណ្ណោះថ្នាំឯកទេសមួយចំនួនបច្ចេកទេសក៏ត្រូវការផងដែរខ្ញុំនៅតែបារម្ភថាមិនបានអាចស្វែងរកបច្ចេកទេសខ្លះតែខ្ញុំមិននឹកស្មានដល់បងប្រុសវងផ្ញើមកខ្ញុំប៉ុន្តែទីធ្លាផ្ទះខ្ញុំក៏ដែរតូចដូច្នេះខ្ញុំគិតថាខ្ញុំមិនអាចដាំដុះនៅទីនោះបានទេតម្លៃនៃរំលោះតំបន់នឹងឥតគិតថ្លៃប្រសិនបើអ្នកទិញវាឥឡូវនេះទូណូតនៅក្នុងប្រទេសចិនពេលខ្លះហៅអតិថិជនក្នុងនាមជាចៅហ្វាយវាអាចស្ដាប់ទៅដូចជាចម្លែកប៉ុន្តែវាពិតជាដូច្នេះមែនចៅហ្វាយអ្នកមិនចង់ទេដឹងបន្តិចទៀតវាមានកំណត់ការធានាគុណភាពលំនៅឋានគុណភាពលេខទូរស័ព្ទ0849ចេញពី888ខ្វានុយ Guan Yuan ភាពអាចរកបានជាសាធារណៈមធ្យោបាយធ្វើដំណើរការស្នាក់នៅសមរម្យមិននិយាយពីការពិតដែលថាពួកគេលំនៅឋានគឺល្អបំផុតនៅលើទីផ្សារជប់លេខដែលមានទំហំសរុប230ការ៉េម៉ែត្រនិងតម្លៃ860,000 យួនផ្ទះស្អាតណាស់វាប្រកាសណាស់ថាថ្លៃណាស់វិនិច្ឆ័យដោយរូបរាងរបស់គាត់ខ្ញុំគិតថាគាត់ជាសិស្សលំនៅឋាននេះមានតម្លៃថ្លៃណាស់មែនទេចង់ពិនិត្យតម្លៃថោកជាងនៅក្បែរនោះទេមិនចាំបាច់ទេតើមានការផ្ដល់ជូនឬការបញ្ចុះតម្លៃដែលខ្ញុំអាចទទួលបានបាទអរគុណដែលបានធ្វើជំរើសត្រឹមត្រូវលំនៅឋាននេះអស្ចារ្យណាស់មិនមានទេលំនៅឋានផ្សេងទៀតដូចនេះលើសពីនេះទៅទៀតមានការផ្ដល់ជូនជាច្រើនផងដែរយើងអាចចរចាបានលំនៅឋានជាតម្លៃមិនបាច់និយាយទេលំនៅឋាននេះមកជាមួយនឹងគ្រឿងបរិក្ខារបន្ថែមជាច្រើនដោយឥតគិតថ្លៃឧទាហរណ៍ខ្លះគ្មានដែនកំណត់អ៊ីនធឺណិត5និងបុកហ្លីបឥតគិតថ្លៃគម្រោងទូរទស្សន៍យើងក៏ផ្ដល់ឲ្យផងដែរលំនៅឋានថ្មីស៊ីម40អ៊ីនប្រសិនបើអ្នកចុះកិច្ចសន្យាឥឡូវនេះដោយខ្លួនឯងយើងនឹងផ្ដល់ឲ្យអ្នកនៅការបញ្ចុះតម្លៃ95មិនបាច់និយាយទេក្រុមហ៊ុនរបស់យើងនឹងគ្រប់ដណ្ដប់លំនៅឋានរបស់អ្នកពន្ធនិងថ្លៃថែទាំទាំងអស់ដោយឥតគិតថ្លៃកិច្ចសន្យាផងដែរប្រសិនបើអ្នកបង20ដាក់ប្រាក់ខ្ញុំអាចសួរបានអ្នកគ្រប់គ្រងដើម្បីបន្ថែមនៅក្នុងឯការបញ្ចុះតម្លៃសម្រាប់ថ្លៃបន្ទប់លំនៅឋាននេះប្រកាសជាស័ក្តិសមនឹងអ្នកខ្ញុំដឹងរួចហើយថាអ្នកជាយុវជនម្នាក់អនាគតសន្យានាពេលខាងមុខពីអ្នកនៅលើការជួបអ្នកអញ្ចឹងតើពេលណាខ្ញុំអាចចូលបាននេះជាផ្ទះដ៏ប្រណិតមួយឲ្យអាចផ្លាស់ទីបាននៅពេលណាដែលអ្នកចង់ហើយគ្មានអ្វីដែលត្រូវព្រួយបារម្ភផងដែរព្រោះយើងនឹងទៅជួយអ្នកជាមួយនីតិវិធីហិរញ្ញវត្ថុហើយហេល្អណាស់ដែលមានលុយខ្ញុំមិនប្រកាសថាខ្ញុំយ៉ាងម៉េចទេនឹងប្រាប់ឪពុកម្ដាយរបស់ខ្ញុំអំពីផ្ទះនេះឬកន្លែងណាខ្ញុំបានទទួលលុយពីខ្ញុំគួរតែរក្សាវាទុកជាការសម្ងាត់សម្រាប់ពេលនេះខ្ញុំមានកន្លែងហាត់ប្រាណឥឡូវដល់ពេលហើយទទួលបានគ្រឿងសង្ហារឹមនិងឧបករណ៍ផ្សេងទៀតផងដែរសមរភូមិរវាងមហាមេម៉ាញ់ថៃមកាន់តែតានតឹងយើងប្រហែល5គីឡូម៉ែត្រពីពួកគេប៉ុន្តែយើងអាចមានអារម្មណ៍សម្ពាធដ៏ធំសម្បើមការលក់ដ៏ធំ1999 យេនអនុញ្ញាតឲ្យយើងបិទពួកវាព្រៃដើមឡើយមានមនុស្សច្រើនជាមួយនឹងដើមឈើបានคล้ายទៅជាគ្មានកូនឆៃមួយកំហឹងនៃគោលាន់ទើបតែបង្កការបាក់ដី Grand Master មិនឆ្លើយតបដោយហត្ថលេខារបស់គាត់ផ្លាស់ទីក៏លប់នៃ10,000 សេះរកមើលថ្មបូ Grand Mastermind Time គ្រាន់តែជាការភ័យខ្លាចពីប៉ុណ្ណោះខ្ញុំបានឮថាពួកគេគ្រាន់តែប្រយុទ្ធនឹងវាចេញសម្រាប់ការសប្បាយពួកគេមិនមែនទេសូម្បីតែប្រយុទ្ធយ៉ាងធ្ងន់ធ្ងរហត្ថលេខារបស់ Grand Master ចលនាប្រហាក់ប្រហែលនឹងរឹភីរបស់មនុស្សភាពសាហាវគឺអំពីដូចគ្នានឹងគ្រាប់បែកនុយក្លេអ៊ែរហើយនេះប្រហែលជាមិនមែនទេខ្លាចជាកម្លាំងពេញលេញរបស់ពួកគេរឹភីគ្រាប់បែកដៃរ៉ុកែតវាជាអាវុធប្រឆាំងរថក្រោះដែលបាញ់ដោយស្មាប្រព័ន្ធដែលមានសមត្ថភាពបាញ់រ៉ុកែតបំពាក់ដោយក្បាលគ្រាប់ផ្ទុះយើងសូមទោសចំពោះភាពរអាក់រអួលខ្ញុំមិនដែលគិតនោះទេយើងនឹងចាប់បាននៅក្នុងការប្រយុទ្ធសូម្បីតែនៅពេលយើងនៅឆ្ងាយប្រសិនបើខ្ញុំមិនមែនជាក្បាច់បីដ៏អស្ចារ្យសិល្បករខ្ញុំនឹងស្លាប់តើខ្ញុំអាចក្លាយជាដូចរឹងមាំដូចពួកគេនៅថ្ងៃណាមួយខ្ញុំក៏នឹងក្លាយជាមហាគ្រូដែរផ្លូវដើរចុះលេងសាឡុងនេះមើលទៅស្អាតណាស់តោះទិញនារីស្រស់ស្អាតម្នាក់នេះប្រកាសជាពូកែភ្នែកនេះគឺជាសាឡុងដែលមានគុណភាពខ្ពស់មិនបាច់និយាយទេមានការផ្សព្វផ្សាយកំពុងបន្តនៅពេលនេះកាត់បន្ថយការចំណាយរបស់វាដល់79,999 80,000 យួនខ្ញុំនឹងគិតអំពីវាតើអ្នកមិនបាននិយាយថាអ្នកស្រឡាញ់ខ្ញុំតើអ្នកកំពុងកុហកទេមិនអីទេខ្ញុំនឹងទិញវាខ្ញុំសុំទោសលោកម៉ូដែលនេះមានរួចហើយបានកក់ទុកដោយក្មេងនោះនៅទីនោះអ្នកគិតលុយ
ម៉ាក់វីយឺតពេលហើយហ្វុងភេងនៅតែមិនត្រឡប់មកវិញគាត់ត្រូវតែញ៉ាំអ្វីដែលឆ្ងាញ់នៅខាងក្រៅខ្ញុំត្រូវតែបង្រៀនគាត់មេរៀននៅពេលគាត់ត្រឡប់មកវិញប្អូនប្រុសរបស់អ្នកហើយឬនៅប្រាប់អ្នកតាមទូរស័ព្ទការប្រឡងក្បាច់គុនគឺមកដល់ហើយគាត់កំពុងហ្វឹកហាត់ទ្រូងត្រង់ក្នុងកោងឆ្ពោះទៅមុខមានឆ្អឹងចំនួន206វារួមបញ្ចូលទាំងក្រេនីយមរួមមានឆ្អឹងចំនួន29ឆ្អឹងដងខ្លួនមាន51ឆ្អឹងនិងឆ្អឹងអវយវៈមាន126បំណែករាងកាយរបស់មនុស្សក៏ត្រូវបានបង្កើតឡើងផងដែរសាច់ Meridian និងសរីរាង្គខាងក្នុងហើយក្នុងនាមជាអ្នកក្បាច់គុនយើងត្រូវតែធ្វើឲ្យប្រាកដថាផ្នែកផ្សេងនៃរាងកាយរបស់យើងសហការគ្នាទៅវិញទៅមកប្រសិនបើអ្នកចង់រឹងឆ្អឹងរបស់អ្នកឲ្យបានត្រឹមត្រូវដោយមិនគិតពីអ្នកទេអ្នកលេងក្បាច់គុនឬអត់អ្នកអាចធ្វើវាបានតាមរយៈបច្ចេកទេសមួយហៅថាវិធីនៃការឡើងរឹងបច្ចេកទេសនេះផ្ដោតលើបង្រួមជីនិងឈាមទីបំផុតការបង្កើនសមត្ថភាពអត់ធ្មត់របស់រាងកាយក្នុងពេលជាមួយគ្នានេះឆ្អឹងស្រូបយកជីនិងឈាមបង្កើនភាពរឹងរបស់ឆ្អឹងប៉ុន្តែបងប្រុសវងចុះបើខ្ញុំមិនអាចបង្កើនបានជីនឹងកម្រិតឈាមឬរឹងឆ្អឹងទៀតហើយតើខ្ញុំត្រូវឆ្លងកាត់ទេនោះជាការត្រឹមត្រូវប្រសិនបើនេះបច្ចេកទេសត្រូវបានអនុវត្តនៅក្នុងរបៀបសមរម្យវាគឺជាប្រសិទ្ធភាពកាន់តែកើនឡើងទោះយ៉ាងណាក៏ដោយវានឹងពិបាកខ្លាំងណាស់ប្រសិនបើអ្នកចង់ហាត់ប្រាណតាមរយៈការងារគំណោត្រូវតែជ្រើសរើសមួយតាក់ទងនឹងកម្រិតបន្ទាប់អូប្រសិនបើអ្នកហ្វឹកហាត់រាងកាយខាងលើរបស់អ្នករាងកាយរបស់អ្នកនឹងមានស្ថិរភាពជាងមុនហើយប្រសិនបើអ្នកហ្វឹកហាត់របស់អ្នករាងកាយទាបអ្នកនឹងមានសំទោលឲ្យល្អប្រសើរជាងមុននឹងគ្រប់គ្រងលើល្បឿនរបស់អ្នកខ្ញុំចង់ហ្វឹកហាត់ផ្នែកខាងក្រោមរបស់ខ្ញុំតើការងារគំណោមួយណាដែលខ្ញុំគួរជ្រើសរើសជំហានសេះធ្វើការនេះគឺជាការឆ្ពោះទៅរកដំបូងបណ្ដុះបណ្ដាលរាងកាយទាបរបស់អ្នកទោះយ៉ាងណាក៏ដោយវាមានគ្រោះថ្នាក់ណាស់ដើម្បីហ្វឹកហាត់រាងកាយខាងក្រោមរបស់អ្នកប្រសិនបើអ្នកឈឺជើងរបស់អ្នកអាចរក្សាការខូចខាតជាអចិន្ត្រៃយ៍អ្នកប្រហែលជាមិនអាចទេដើម្បីដើរឲ្យបានត្រឹមត្រូវម្ដងទៀតទោះយ៉ាងណាក៏ដោយវាជារឿងសំខាន់មួយអ្វីដែលសំខាន់បំផុតនោះគឺថាខ្ញុំអាចរត់គេចបានប្រសិនបើខ្ញុំត្រួតត្រាដោយសត្រូវនោះជាយុទ្ធសាស្ត្រដ៏កំសាកបំផុតដែលមិនធ្លាប់មានអេហ្វុងភីងមានរឿងដែលខ្ញុំត្រូវប្រាប់អ្នកជីនិងឈាមរបស់អ្នកកម្រិតគឺមិនអាក្រក់ដូច្នេះអ្នកនឹងឆ្លងកាត់ដោយមិនសង្ស័យការពិនិត្យរាងកាយទោះយ៉ាងណាក៏ដោយមានបញ្ហាមួយដោយប្រើវិធីនៃការឡើងរឹងបច្ចេកទេសនិងលំហាត់តាមរយៈការងារគំណោបង្កើនរបស់អ្នកជីនិងសមត្ថភាពឈាមអតិបរមាទោះយ៉ាងណាក៏ដោយវាកាត់បន្ថយរបស់អ្នកជីនិងកម្រិតឈាមពិតប្រាកដហើយការប្រឡងនឹងមិនងាយស្រួលទេប្រសិនបើសរសៃឈាមវ៉ែននិងសរសៃឈាមខួរក្បាលរបស់អ្នកទទួលការខូចខាតណាមួយអ្នកអាចខកខានការប្រឡងភ្លេចបាត់ការប្រឡងខ្ញុំប្រហែលជាសំបីតែត្រូវធ្វើម្ដងទៀតពេញមួយឆ្នាំបើខ្ញុំទម្លុះកម្លាំងរបស់ខ្ញុំនឹងកើនឡើងដោយឯកតាជាច្រើនអញ្ចឹងបើខ្ញុំមិនឈឺទេសរសៃឈាមនិងសរសៃឈាមរបស់ខ្ញុំបានដាំដុះដោយជោគជ័យដូចបងប្រុសវងបាននិយាយថាជីរបស់ខ្ញុំឈាមនឹងកម្រិតផ្លូវចិត្តមានថយចុះយ៉ាងខ្លាំងបង្កើនកម្រិតជីឈាមនិងផ្លូវចិត្តសូម្បីតែដែនកំណត់បានកើនឡើងហើយមិនចាំបាច់ cool down សម្រាប់ទេបំពេញជីឈាមនិងផ្លូវចិត្តរបស់ខ្ញុំអ្នកខ្លះទៀតអាចដាំបានតែម្ដង3ថ្ងៃហើយត្រូវប្រើរាប់រយថ្នាំគ្រាប់និងថ្នាំរាប់ពាន់គ្រាប់ដើម្បីបំពេញជីនិងឈាមរបស់ពួកគេប៉ុន្តែសម្រាប់ខ្ញុំដរាបណារាងកាយរបស់ខ្ញុំអាចដោះស្រាយបានខ្ញុំអាចដាំដុះបានច្រើនតាមដែលខ្ញុំចង់បានខ្ញុំប្រហែលជាអាចដើម្បីចាប់បានបងប្រុសវងដោយមានជំនួយពីប្រព័ន្ធអ្នកណាដឹងខ្ញុំប្រហែលជាអាចក្លាយជាអ្នកមានអំណាចជាងគាត់ថ្ងៃទី6ខែមេសាឆ្នាំ2008ថ្ងៃទី15ខែមេសាឆ្នាំ2008 3ថ្ងៃរហូតដល់ការពិនិត្យរាងកាយលូថេងរួយយ៉ាងមិនមានទេក្បាច់គុនថ្មីលើកនេះផងដែរប្រសិនបើខ្ញុំចាំបានត្រឹមត្រូវក្នុងរយៈពេល10ឆ្នាំកន្លងមករួយយ៉ាងក៏មិនបានឃើញដែរអ្នកលេងក្បាច់គុនថ្មីតែមួយយើងបានចំណាយរួចហើយលុយច្រើនលើក្បាច់គុនបរិខាអប់រំប៉ុន្តែគ្មានប្រយោជន៍អ្វីទាំងអស់អនុប្រធានណែនយ៉ាងក្រុមល្បាតខេត្តប្រសិនបើវាមិនមែនសម្រាប់វងយើងយ៉ាងការសម្ដែងនៅសាកលវិទ្យាល័យណែនយ៉ាងកាលពីឆ្នាំមុនក្រសួងអប់រំនៅរួយយ៉ាងនឹងត្រូវបិទប្រសិនបើមានយ៉ាងហោចណាស់សិស្ស100នាក់ដែលមានកម្រិតឈាមនិងជីនៃ120ឬខ្ពស់ជាងនេះឬប្រសិនបើមិនមានដែនកំណត់ខ្ពស់បំផុតណាមួយខ្វេសម៉ាល់សិល្បករនិងសិស្សគុនបន្ទាប់មកប្រធានយើងរបស់អ្នកទីតាំងអាចមានគ្រោះថ្នាក់ថ្ងៃទី1ខែឧសភាឆ្នាំ2008តម្រូវការអបបរមាកាលពីឆ្នាំមុនគឺ112ខ្ញុំបានឮថានៅឆ្នាំនេះនឹងខ្ពស់ជាងនេះជីនិងឈាមយើងមានត្រឹមតែ110ប៉ុណ្ណោះគ្មានឱកាសតតែសោះ
យកវាជាវិធីងាយស្រួលមួយផ្លែតដើម្បីគិតអំពីឈាមនិងជំនាញបង្ហូរឈាមបង្រៀនដោយលោកគ្រូឆ្វោះអ្នកត្រូវតែមិនអីទេបាទនឹងជំនាញបានបង្រៀនដោយគ្រូសាយេងយ៉ាងរបស់ខ្ញុំអូគ្មានបញ្ហាទេអូត្រូវហើយពេងពេងឈាមប៉ុន្មានតើអ្នកមានឥឡូវនេះទេសម្រាប់ពេលនេះខ្ញុំមិនទាន់មានទេមិត្តតូចតើអ្នកជាពេងពេងមែនទេបាទបញ្ហាណាមួយមែនទេនាយករងរបស់តាននៃការិយាល័យអប់រំខ្ញុំមានរឿងចង់និយាយជាមួយវែងពេងតើខ្ញុំអាចខ្ចីពេលវេលារបស់អ្នកបានទេឆានសេងនាយករងការិយាល័យអប់រំយ៉ាងឆេងក្បាច់គុណមួយថ្នាក់ពេនអូចាពូតាន់មករកខ្ញុំតែម្នាក់ឯងត្រូវតែមានអ្វីមួយដែលសំខាន់អ្នកក៏អាចនិយាយបានដែរមិនអីទេបន្ទាប់មកខ្ញុំនឹងនិយាយនៅក្នុងទីក្រុងរួយមាន5ស្រុកសរុប3ស្រុកនិង1ក្រុងជាទីក្រុងកម្រិតស្រុកយ៉ាងទីក្រុងឆាងមិនល្អដូចស្រុកមួយចំនួនប៉ុន្តែវាក៏មានដែរខ្លាំងជាងខេត្តចំនួន5 County យ៉ាងឆេងទីក្រុងរួយធម្មនៃសូចណាកអប់រំសិល្បៈក្បាច់គុណជារៀងរាល់ឆ្នាំចំនួនក្បាច់គុណសិស្សដែលបំពេញតាមស្តង់ដារជារៀងរាល់ឆ្នាំគឺជាការវិតម្លៃនិងសន្ទុះក្នុងស្រុកការិយាល័យអប់រំនិងជាអាទិភាពកម្ពុជាលើកនេះយើងនៅក្នុងកាយវិការការពិនិត្យជាមួយ Shenzai County និង Enping យើងញាក់ឆើតែងតែបានចាត់ទុកយ៉ាងឆេងជាមនុស្សម្នាក់វែងពេងឈាមរបស់អ្នកនឹងតម្លៃជាគឺលើសពី120ត្រូវហើយខ្ញុំនឹងដឹងវាពេលក្រោយពូតាំងនាយករងនៃការអប់រំការិយាល័យចង់ដឹងចង់ឃើញពីអ្វីដែលខ្ញុំធ្វើខ្ញុំបានជួបវងជេងយ៉ាងពីមុនហើយគាត់បាននិយាយអំពីអ្នកមកខ្ញុំមនុស្សដែលអាចជាទទួលស្គាល់ដោយវងជេងយ៉ាងវាមិនគួរសាមញ្ញទេខ្ញុំមិនយល់ច្បាស់ពីអ្វីដែលអ្នកចង់បានខ្ញុំសង្ឃឹមថាអ្នកអាចធ្វើបានមុនការវិតម្លៃហូឈាមគ្រប់ដណ្ដប់ពួកគេអ្នកគួរតែដឹងថាអារម្មណ៍មានឥទ្ធិពលយ៉ាងខ្លាំងទៅលើឈាមរបស់សិស្សមនុស្សគ្រប់គ្នាគឺអាក្រក់ជាងខ្លួនអ្នកជាការពិតណាស់នេះភាពជឿជាក់នៃការធ្វើតេស្តលទ្ធផលអាចមិននឹកស្មានដល់ប៉ុន្តែតើមនុស្សនៅជុំវិញអ្នកខ្លាំងទេទំនុកចិត្តរងទុកនៅតែភ័យការគ្រប់គ្រងអារម្មណ៍នៃឆៃនិងឈាមដូច្នេះហើយវាមិនអាចលេងបានដល់ពេលកំណត់ចង់ឲ្យខ្ញុំប្រើឈាមដើម្បីផ្លាស់ប្ដូរអារម្មណ៍របស់សិស្សទាំងពីរអ្នកនោះស្រុកនិងខេត្តបរិះចំណាស់នោះប៉ុន្តែនេះគឺមិនសមហេតុផលពេកលើសពីនេះទៅទៀតជីនិងឈាមបានផ្ទុះឡើងមុនពេលការធ្វើតេស្តដែលរងផលប៉ះពាល់ផងដែរការពិនិត្យរាងកាយរបស់ខ្ញុំអ្នកអាចធានាបានបន្ទាប់ពីការប្រឡងសិស្សទីផ្សារនឹងផ្ដល់សំណងអ្នកសម្រាប់ឆៃនិងថ្នាំគ្រាប់ឈាមសារធាតុអេឡិចធើមានតម្លៃរាប់រយពាន់អ្នកក្បាច់គុណស្ថិតក្នុងហ៊ានប្រយុទ្ធត្រូវតែស៊ូសម្រួលជាមួយគូប្រជែងរបស់អ្នកមិនមែនជាក្បាច់របស់អ្នកក្បាច់គុណទេអ្នកលេងក្បាច់គុណត្រូវតែប្រយុទ្ធមិនអីទេអនុញ្ញាតឲ្យខ្ញុំសាកល្បង120 130ទេវាលើសពីនោះឈាមរបស់ក្មេងនេះអាចខ្ពស់ជាងមករ៉ាណានតើឆ្មានឹងឆ្កែប្រភេទណាចង់ក្លាយជាអ្នកក្បាច់គុណវាឈឺណាស់អ្នកត្រូវតែសុំទោសនាងយ៉ាងឆាប់រហ័សជាក់ស្ដែងអ្នកមិនមានភ្នែកវែងទេវាពិតជាបាច់នៃនំនៅក្នុងជនបទបានត្រឹមតែស្រែកខ្លាំងដោយចេតនាហេក្មេងមធ្យមសិក្សាដែលខ្វះការវិដំសង្គមប្រសិនបើអ្នកមិនសុំទោសទេវានឹងក្លាយទៅជាពិបាកក្នុងការឈានជើងក្នុងសង្គមអ្វីផុងភីងកែវយ៉ាវបង្រៀនអ្នកសម្រាប់ឪពុកម្ដាយរបស់អ្នកតើអ្វីជារបៀបនិយាយរបស់សង្គមខ្ញុំមិនអាចទេខ្ញុំមិនអាចដកដង្ហើមបានទេនេះបានផ្ទុះឡើងស្ទើរតែចាប់អ្នកចម្បាំងតើវងជេនយ៉ាងបណ្ដោះកូននេះដោយរបៀបណាឡាវតាន់ក្មេងជំទង់នោះគឺជារបស់អ្នកជីនិងឈាមបានផ្ទុះឡើងភ្លាមសម្ពាធធ្វើឲ្យពិបាកដកដង្ហើមខ្ញុំនៅតែភ័យខ្លាចបន្តិចមើលដៃខ្ញុំនៅដៃញ័រនោះគួរឲ្យខ្លាចណាស់ខ្ញុំបានឮថាវាជាសិស្សពីយ៉ងសេរីដំបូងជីនិងឈាមរបស់គាត់មិនខ្ពស់ពេកទេឬនោះគឺជាសិស្សម្នាក់តើវាខ្លាំងម្ល៉េះខ្ញុំនឹងគិតថាវាជាផ្ដល់ឲ្យពួកគេនៅការបណ្ដោះបណ្ដាលខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងធ្វើបាបមនុស្សឆ្កួតទាំងនេះពូដានផុងភីងយកវាទៅជាថ្នាក់ទី1នឹងថ្នាំគ្រាប់ឈាមជាមួយវាអ្នកនឹងទទួលបានអត្ថបទមកកំណត់ចំណាត់ថ្នាក់សិល្បករក្បាច់គុណមួយចំនួន
ពូតានខ្ញុំមិនអាចទទួលយកសំណើរបស់អ្នកបានទេផលប៉ះពាល់នៃថ្នាក់មួយជីនិងថ្នាំគ្រាប់ឈាមច្រើនពេកសម្រាប់ខ្ញុំមុនពេលខ្ញុំជាអ្នកលេងគុណ